ខ្ញុំប្រកាសខ្ញុំបាទជាអ្នកស្របសម្រួលសូមជម្រាបសួរបងប្អូនទាំងអស់គ្នាដែលមានវត្តមាននៅក្នុងអង្គវេទិការបស់យើងនៅព្រឹកនេះសម្រាប់ថ្ងៃនេះគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបានមកប្រពធ្វើវេទិកាដែលមានទីតាំងស្ថិតនៅក្នុងភូមិក្រាំងសាឡាប់ឃុំមហារស្រីស្រុកគោកពិសីខេត្តកំពង់ស្ពឺហើយសម្រាប់វេទិកានេះដែរបើសិនជាបងប្អូនទាំងអស់គ្នាដែលបានចូលរួមនៅក្នុងវេទិការបស់យើងបើសិនជាបងប្អូនមានបំណងធ្វើការសាកសួរដេញដោលគឺបងប្អូនអាចធ្វើឡើងមកធ្វើការសាកសួរដេញដោលបានក្រោយពីការធ្វើចំណាប់អារម្មណ៍បញ្ចប់របស់ដំបូងរបស់លោកវាគ្មិនហើយខ្ញុំក៏សូមបញ្ជាក់ដែរថាសម្រាប់វេទិការបស់យើងគឺមិនមែនសម្រាប់តែបងប្អូនដែលជាអ្នកគ្រប់គ្រងគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យនោះទេគឺបងប្អូនណាក៏ដោយបងប្អូនអាចចូលរួមបានជាពិសេសសម្រាប់បងប្អូនដែលយល់ឃើញថាគំនិតទស្សនៈរបស់ក្រុមយើងវាមិនត្រឹមត្រូវពីព្រោះអីថាពួកយើងមានបំណងចង់ដោះស្រាយបញ្ហាទាំងដែលមាននៅក្នុងសង្គមរបស់យើងហើយបញ្ហាដែលយើងដោះស្រាយនោះវាចេញជាផ្លែផ្កាគឺវាតាក់ទងទៅនឹងប្រយោជន៍ហើយនឹងសុខទុក្ខរបស់ពួកយើងទាំងអស់គ្នាអញ្ចឹងបើប្រយោជន៍ជាប្រយោជន៍សម្រាប់ពួកយើងទាំងអស់គ្នាសុខទុក្ខតាក់ទងនឹងពួកយើងទាំងអស់គ្នាអញ្ចឹងការចូលរួមធ្វើក៏វាត្រូវការចូលរួមពីបងប្អូនទាំងអស់គ្នាដែរវាគ្មានបងប្អូនវាគ្មានពួកយើងណាម្នាក់អាចចូលរួមដោះស្រាយបញ្ហាទាំងអស់នេះបានដោយគ្មានការចូលរួមពីបងប្អូនទាំងអស់គ្នានោះទេប៉ុន្តែសម្រាប់បងប្អូនដែលយល់ថាគណិតទស្សនៈរបស់យើងមិនត្រឹមត្រូវប្រកបណាស់គឺបងប្អូនត្រូវធ្វើការសាកសួរដេញដោលពីព្រោះអីថាបើបងប្អូនយល់ថាគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យធ្វើមិនត្រឹមត្រូវក្នុងនាមបងប្អូនជាប្រជាពលរដ្ឋដែលរស់នៅក្នុងសង្គមហ្នឹងបងប្អូនក៏ត្រូវតែចូលរួមជាមួយគណៈបកណាមួយផ្សេងទៀតដែលបងប្អូនយល់ថាត្រឹមត្រូវដែរប៉ុន្តែសំខាន់គឺបងប្អូនបានចូលរួមតាមដានពិនិត្យអត់អន់ហើយនៅសម្រាប់គណិតទស្សនៈឬក៏របៀបនៃការធ្វើរបស់គណៈបកនីមួយៗនេះគឺជាអ្វីដែលយើងចង់ឲ្យបងប្អូនចូលរួមដោយដើរតាមគន្លងទាំងអស់នេះដូច្នេះហើយបានជាក្រុមយើងឬក៏ពួកយើងទៅទីណាក៏ដោយគឺយើងតែងតែផ្ដល់ឱកាសតែងតែផ្ដល់ហេតុផលដែលយើងយល់ថាជាហេតុផលល្អល្អន់ដើម្បីជាមូលដ្ឋានក្នុងការដើម្បីជាមូលដ្ឋានដើម្បីឲ្យបងប្អូនមានសមត្ថភាពក្នុងការពិចារណាឆ្លុះបញ្ចាំងទៅលើគំនិតទស្សនៈរបស់គណៈបកណាមួយដែលវាមានលក្ខណៈត្រឹមត្រូវប៉ុន្តែដូចខ្ញុំបញ្ជាក់អញ្ចឹងបើបងប្អូនយល់ថាគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យធ្វើមិនត្រឹមត្រូវគឺបងប្អូនត្រូវតែមានកាតព្វកិច្ចក្នុងនាមជាបងប្អូនជាប្រជាពលរដ្ឋនៅក្នុងសង្គមហ្នឹងសោយសុខឬក៏ទទួលផលអំពីសង្គមនឹងមួយហ្នឹងមិនមែនបងប្អូនយល់ថាទង្វើរបស់គណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យមិនត្រឹមត្រូវហើយបងប្អូននៅស្ងៀមសាកសួរដេញដោលក៏មិនបានមកធ្វើការសាកសួរដេញដោលហើយទៅចូលរួមជាមួយគណៈបកណាមួយផ្សេងទៀតដែលបងប្អូនយល់ថាត្រឹមត្រូវក៏បងប្អូនមិនបានទៅចូលរួមអញ្ចឹងបងប្អូនមិនបានបំពេញតួនាទីនិងកាតព្វកិច្ចក្នុងនាមបងប្អូនជាប្រជាពលរដ្ឋដែលរស់នៅក្នុងសង្គមមួយនឹងទេអញ្ចឹងដូចខ្ញុំបានបញ្ជាក់ពីខាងដើមក្រោយពីការធ្វើចំណាប់អារម្មណ៍បញ្ចប់ដំបូងរបស់លោកវាគ្មិនវាគឺជាឱកាសសម្រាប់បងប្អូនក្នុងការធ្វើការសាកសួរដេញដោលទៅលើគណិតទស្សនៈរបស់ពួកយើងឬក៏បងប្អូនមានការយល់ឃើញណាមួយថ្មីផ្សេងគឺបងប្អូនអាចឡើងមកខាងមុខនេះដើម្បីធ្វើការបញ្ចេញមតិយោបល់អញ្ចឹងជាកិច្ចបន្តទៅទៀតនេះខ្ញុំសូមជូននីតិទៅកាន់លោកវាគ្មិនដើម្បីធ្វើចំណាប់អារម្មណ៍ដំបូងសូមអញ្ជើញជាបឋមខ្ញុំគមិស្នាសូមគោរពបងប្អូនលោកតាលោកយាយគូមួយទាំងអស់ដែលមានវត្តមាននៅទីនេះជាទីគោរពនិងជាទីរាប់អានជាកិច្ចចាប់ផ្ដើមខ្ញុំចង់បើកទិដ្ឋិខ្លះរបស់បងប្អូនដើម្បីឲ្យបងប្អូនមានសេចក្តីជ្រះថ្លាជាពិសេសគឺតាក់ទងជាមួយនឹងកិច្ចការសាសនាហើយនឹងទង្វើខ្លះដែលយើងចាត់ទុកថាជាទង្វើកុសលទង្វើបុណ្យឬទង្វើល្អតើបងប្អូនអាចបែងចែកថាតើអ្វីទៅជាកិច្ចការសាសនាអ្វីទៅជាទង្វើដែលយើងចាត់ទុកថាជាទង្វើបុណ្យទង្វើកុសលឬទង្វើល្អបានដែរឬទេឲ្យតែគេនិយាយដល់កិច្ចការសាសនាគឺគេនិយាយដល់ផលប្រយោជន៍ផ្ទាល់ខ្លួនវាមិនចាត់ទុកជាអំពើល្អទេពីព្រោះអំពើល្អវាត្រូវតែផ្ដើមចេញអំពីចេតនាជ្រះថ្លាក្នុងការផ្ដល់សេចក្តីសុខទៅដល់អ្នកដទៃតាមគ្រប់រូបភាពតែនិយាយដល់អំពើល្អអំពើបុណ្យឬអំពើជាកុសលដែលព្រះសម្មាសម្ពុទ្ធបង្រៀនមនុស្សឲ្យធ្វើគឺនិយាយដល់
ចេតនាដែលចង់ជួយបំរើមនុស្សចង់ជួយសម្រាលទុក្ខមនុស្សអំពើទាំងអស់នឹងត្រូវផុសចេញពីដួងចិត្តក្នុងការផ្ដល់នៅសេចក្តីសុខផ្ដល់នៅការចែករំលែកសេចក្តីទុក្ខនិងសេចក្តីសុខជាមួយនឹងអ្នកដទៃនេះគឺជាទង្វើល្អនេះគឺជាទង្វើជាកុសលឬនេះគឺជាទង្វើបុណ្យដែលខុសអំពីកិច្ចការសាសនាតែនិយាយដល់សាសនាគេនិយាយពីទង្វើរបស់បងប្អូនដែលចេតនាគឺដើម្បីផលប្រយោជន៍របស់បងប្អូនមិនចាត់ទុកជាទង្វើល្អទេដូចបងប្អូនដាំបាយស៊ីនៅផ្ទះបងប្អូនដើម្បីឲ្យបងប្អូនឆ្អែតមានចាត់ទុកជាទង្វើល្អដែលជាទង្វើមានចេតនាជួយអ្នកដទៃណាកិច្ចការសាសនាគឺបែបហ្នឹងកិច្ចការសាសនាគ្មានអីខុសអំពីការរកស៊ីទេគ្រាន់តែបងប្អូនផ្អែកទៅលើជំនឿថាបងប្អូនធ្វើអញ្ចឹងទៅបានមកបងប្អូនបានសេចក្តីសុខដល់បងប្អូនក្នុងជាតិនេះផងនិងផ្ដល់នៅសេចក្តីសុខដល់បងប្អូននិងក្រុមគ្រួសាររបស់បងប្អូននៅជាតិក្រោយផងកិច្ចការសាសនាគឺជាកិច្ចការដែលផ្ដោតក្នុងចិត្តរបស់យើងដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនរបស់យើងបងប្អូនត្រូវបែងចែកកិច្ចការសាសនាជាមួយនឹងកិច្ចការជាកុសលឬទង្វើល្អឬទង្វើបុណ្យដែលព្រះសម្មាសម្ពុទ្ធលោកបង្រៀនយើងលោកប្រាប់ថាបុណ្យក៏ដោយបាបក៏ដោយសិលក៏ដោយសុទ្ធសឹងតែផ្ដើមឡើងដោយចេតនាចេតនាជាតួបុណ្យចេតនាជាតួបាបចេតនាជាតួសិលតថាគតសម្ដែងថាចេតនាជាតួកម្មណាកូនកម្មវាក្តោបទាំងបុណ្យវាក្តោបទាំងបាបវាក្តោបទាំងសិលអញ្ចឹងបានព្រះពុទ្ធលោកសម្ដែងថាសិលជាតួចេតនាជាតួសិលចេតនាជាតួបុណ្យចេតនាជាតួបាបសរុបមកវិញថាចេតនាជាតួកម្មដែលហៅថាទង្វើបុណ្យដែលព្រះសម្មាសម្ពុទ្ធលោកបង្រៀនឲ្យមនុស្សចេះធ្វើបុណ្យបើបងប្អូនមិនស្គាល់ពាក្យថាបុណ្យទេបងប្អូនត្រូវសម្គាល់ថាទង្វើជាកុសលបើទង្វើជាកុសលបងប្អូនចាត់មិនបានទេបងប្អូនត្រូវចាត់ថាទង្វើល្អស្អីទៅទង្វើល្អទង្វើល្អគឺផ្ដើមចេញអំពីចេតនាចង់ជួយអ្នកដទៃដោយគ្មានចង់បានអ្វីត្រឡប់មកវិញទេចេតនាល្អចង់ជួយអ្នកដទៃមាន3ដំណាក់កាលដំណាក់កាលទី1គ្រាន់តែមានចេតនាចង់ជួយអ្នកដទៃអត់ទាន់បានធ្វើទេឃើញក្មេងៗវាអត់ខោអាវស្លៀកពាក់យើងអាណិតវាចិញ្ចឹមចិត្តថាថ្ងៃណាមួយអញទៅភ្នំពេញអញទៅទិញខោអាវឲ្យក្មេងៗនៅក្នុងភូមិអញចេតនាលើកទី1ហ្នឹងព្រះពុទ្ធលោកហៅបុព្វចេតនាជាតួបុណ្យរួចស្រេចទៅហើយពេលអ្នកកំពុងធ្វើទង្វើមួយដើម្បីបំរើចេតនាល្អរបស់ខ្លួនពេលដែលកំពុងធ្វើហ្នឹងក៏ជាបុណ្យមួយទៀតពេលណាដែលយើងចាប់ផ្ដើមទៅទិញខោអាវទិញអីឲ្យក្មេងហ្នឹងនៅឯផ្សារចិត្តរបស់យើងកំពុងតែចង់យកខោអាវហ្នឹងទៅឲ្យក្មេងជាតួបុណ្យទៀតថ្ងៃក្រោយយើងនឹករលឹកដល់សេចក្តីល្អដែលយើងបានធ្វើចំពោះក្មេងៗហ្នឹងបុណ្យកើតមកដំណាក់កាលទៀតឲ្យតែនិយាយដល់បុណ្យគឺនិយាយដល់ចេតនាចង់សង្គ្រោះអ្នកដទៃចង់ចែករំលែកសេចក្តីសុខសេចក្តីទុក្ខជាមួយអ្នកដទៃដើម្បីសម្រាលភាពលំបាករបស់អ្នកដទៃដែលផ្ដើមចេញអំពីចេតនាព្រះសម្មាសម្ពុទ្ធលោកសម្ដែងអំពីទង្វើបុណ្យដែលហៅថាបុណ្យគឺចេតនាចង់ចែករំលែកសេចក្តីសុខសេចក្តីទុក្ខជាមួយអ្នកដទៃជួយសម្រាលទុក្ខរបស់អ្នកដទៃដោយឥតចង់បានអីត្រឡប់មកវិញហើយទង្វើទាំងអស់មិនផ្ដោតទៅលើសកម្មភាពខាងក្រៅតាមកាយនិងវាចាទេប៉ុន្តែផ្ដោតទៅលើចិត្តជាប្រធានទឹកបងប្អូនឃើញយួរបាយទៅវត្តនឹងរួចហើយបងប្អូនថាបុណ្យអានឹងគេមិនហៅបុណ្យទេគេហៅពិធីសាសនាក្នុងចេតនាដើម្បីអញ
សំណោះតាបានទៅបងប្អូនបានគេបោកហ្នឹងយកបាយទៅច្រាសអស់ហ្នឹងមានអីបើភ្លើអត់មានបានអីហ្នឹងអាត្រង់ហ្នឹងដែលខ្ញុំនិយាយថាសម្រាប់ខ្លួនខ្ញុំទង្វើស្អីក៏ដោយខ្ញុំសម្រាប់ចិត្តធ្វើសូមឲ្យខ្ញុំយល់សិនមកខ្ញុំគិតខ្ញុំត្រេះរិះខ្ញុំពិចារណាឃើញថាអញ្ចឹងបានខ្ញុំធ្វើខ្ញុំស្ដាយលុយខ្ញុំខ្ញុំស្ដាយពេលវេលាខ្ញុំអត់មានទៅសួរអ្នកដើម្បីឲ្យអ្នកប្រាប់ខ្ញុំរួចហើយខ្ញុំជឿទេព្រះសម្មាសម្ពុទ្ធជាបុគ្គលអស្ចារ្យក្នុងលោកផងព្រះសម្មាសម្ពុទ្ធលោកសម្ដែងទៅដល់អ្នកស្ដាប់ថាអ្នកកូនតថាគតមិនដែលហៅកូនមកជឿទេណាតថាគតហៅកូនមកស្ដាប់មកគិតមកត្រេះរិះមកពិចារណាតថាគតបង្រៀនកូនឲ្យកើតសេចក្តីជ្រះថ្លាសេចក្តីជ្រះថ្លាមានន័យថាយើងពិចារណាឃើញថាអញ្ចឹងដែរអានឹងហើយដែលព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាស្ដាប់ធម៌បានបុណ្យនោះមានន័យថាស្ដាប់ការបញ្យល់វាកើតការជ្រះថ្លាក្នុងផ្លូវចិត្តចំណែកប្រសង់សពថ្ងៃលោកមិនត្រឹមតែមិនដើរស្របជាមួយនឹងលំអានរបស់ព្រះសម្មាសម្ពុទ្ធទេថែមទាំងបញ្ច្រាសទៅទៀតគឺថាហៅមនុស្សទាំងអស់ឲ្យមកជឿព្រះសម្មាសម្ពុទ្ធលោកសម្ដែងអំពីការកុំជឿ10យ៉ាងកុំជឿព្រោះកម្ពីកុំជឿព្រោះតែប្រពៃណីទំនៀមទម្លាប់អ្នកធ្លាប់ធ្វើអញ្ចឹងហើយកុំជឿចុងក្រោយបំផុតពុទ្ធលោកថាកុំជឿតថាគតទៀតកុំជឿព្រោះតែគេជាគ្រូរបស់អ្នកទៀតចាំអ្នកស្ដាប់គិតត្រេះរិះពិចារណាឃើញថារឿងហ្នឹងវាអញ្ចឹងមែនចាំអ្នកទទួលយកបងប្អូនឃើញលក្ខណៈដាច់ដោយឡែករបស់ព្រះសម្មាសម្ពុទ្ធដែលខុសអំពីសាសនាដទៃទៀតដែរគេជារឿងសាសនាព្រោះរឿងសាសនាបាតគ្រឹះរបស់វាគឺជំនឿគេជឿថាអញ្ចឹងហ្មងពុទ្ធមនុស្សដូចយើងអញ្ចឹងកាលព្រះអង្គកើតមកមនុស្សដូចយើងអញ្ចឹងលោកឆ្ងល់ថាគេជឿគ្រប់គ្នាអាខ្លះជឿកដោអាខ្លះជឿពស់អាខ្លះជឿភ្នំអាខ្លះជឿព្រះអគ្គីអាខ្លះជឿទឹកអាខ្លះជឿដីអាខ្លះជឿយេស៊ូអាខ្លះជឿមូស្លីមហើយអាការពិតនៅត្រង់ណាពុទ្ធមនុស្សសើជាវពិសោធន៍យូរទៅយល់ច្បាស់ពីច្បាប់ធម្មជាតិហើយពួកយើងទាំងអស់គ្នាមកពុទ្ធលោកសម្ដែងថាតថាគតមិនហៅកូនមកជឿដោយសាសនាទេណាតថាគតហៅកូនមកស្ដាប់មកគិតមកត្រេះរិះមកពិចារណាមកពិសោធន៍ស្ដាប់ទៅបើឃើញតែរឿងហ្នឹងពិចារណាឃើញតែអញ្ចឹងមែនចាំទទួលយកកុំជឿ10យ៉ាងឥឡូវអ្នកទេសនាធម៌គាត់ប្រាប់ថាកពីថាអញ្ចឹងយកទៅសង្កត់ក្បាលគេឲ្យគេជឿពួកយើងគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យសូមធ្វើបដិវត្តផ្លាស់ប្ដូររបៀបរបបនៃការធ្វើការបោះស្រុកខ្មែររបស់យើងរួមទាំងសាសនាផងដល់ពេលយើងធ្វើអញ្ចឹងទៅវាបាតុកិច្ចជំនឿរបស់ប្រជាពលរដ្ឋធ្លាប់ជឿថាអញ្ចឹងហើយគាត់មិនដឹងចិត្តយើងថាយើងចង់ឲ្យគាត់បានល្អកុំឲ្យគេបោកគាត់អត់យល់ពីចិត្តយើងគាត់ជេរយើងអានឹងមួយទៅបាតុកិច្ចទី1ដល់បាតុកិច្ចទី2ក្រុមអាដាច់លៀបវាក្តៅកាហាយយើងវាថាយើងថ្មិលអត់សាសនាវាថាយើងអត់ដឹងគុណម៉ែគុណឪវាថាយើងមិនដឹងប្រាជ្ញទៅរកមកពីណាទេអត់មានសាសនាអីព្រោះវាដេកត្រាំច្រាស់ក្នុងសាសនានឹងយូរហើយដល់ពេលចឹងវាក្តៅកាហាយយើងចឹងបានពុទ្ធលោកសម្ដែងថាគុំធ្វើជាទីគាប់ចិត្តរបស់បុគ្គលពីលអាមនុស្សប្រភេទហ្នឹងក្តៅខ្ញុំសប្បាយចិត្តណាស់ពីព្រោះអីពីព្រោះមកយឹកដូចហែងអញ្ចឹងកុំគាំត្រូវអញនាំតែថោកអញហើយរឿងយើងនិយាយអញ្ចឹងណាបងប្អូនវាបានទៅដល់តែបុគ្គលដែលមានឧបនិស្ស័យទេមនុស្សគ្មានឧបនិស្ស័យវាកណើតកើតមកត្រូវតែគេបោកដល់ថ្ងៃងាប់វាស្ដាប់មិនបានទេព្រោះវាមិនចេះស្ដាប់ហេតុផលទេកុំថាធំយើងសូម្បីតែចំនួនប្រពុតលោកកើតមកនោះលោកត្រាស់ដឹងអស់ចាជាងគេមកពិភពលោកផងក៏លោកជួយបញ្យល់អាមនុស្សអត់កណើតដែលលោកថាជាបុគ្គលអត់មានឧបនិស្ស័យកណើតវាកើតមកត្រូវតាំងគេបោកបច្រុយនឹងបច្រុយគេបោកកាយៅគូតនឹងកាយៅគូតគេបោក
មកជីវិតនឹងបានដែរប្រពុតលោកជួយមិនបានដែរយើងគ្រាន់តែផ្ដល់ឱកាសឲ្យបុគ្គលដែលមានក្បាលចេះត្រិះរិះពិចារណាអាចរកផ្លូវត្រឹមត្រូវឃើញសម្រាប់មនុស្សកណើតកើតមកប្រឈុយត្រូវគេបោកកាយៅគូតនឹងកាយៅគូតគេគូសមកវាត្រូវតាំងគេបោកឲ្យវាងាប់គេបោកនឹងទៅគាត់មិនត្រឹមតែមិនអរគុណយើងទេគាត់ជេរយើងទៀតសំណោះតែខ្ញុំនឹងរងសម្ពាធពីគាត់ដែរហេតុអីបានខ្ញុំអត់រងសម្ពាធពីគាត់ខ្ញុំច្រាស់បាយផ្ទះខ្ញុំយកលុយខ្ញុំដែលរកបានមកហ្នឹងទុកស៊ីខ្លះសល់ប្រហែលសម្រាប់ធ្វើការងារហ្នឹងខ្ញុំអត់មានសុំលុយជាឯងដូចលោកសង្ឃផ្សេងដូចធម្មមេចាផ្សេងទេរួចហើយចង់បានលុយពីលោកយាយលោកតាទេខ្ញុំអត់ខ្វល់ទេតើលោកយាយលោកតាឯងធ្វើក្តិតអាចអីហ្នឹងចឹងអ្នកដែលដឹងការពិតមួយបងប្អូនបើអ្នកមិនយល់គេមើលមកថាប្រហើនតែដល់ពេលយើងវាយល់ច្បាស់ពីរឿងហ្នឹងមកពីយើងវាយល់ច្បាស់បានជាយើងហ៊ាននិយាយឧទាហរណ៍មនុស្សខ្លះគាត់ខ្លាចតកលដួងហើយយើងវាច្បាស់ថាតកលដួងនោះវាគ្មានថ្មិញទេវាគ្មានអីធ្វើយើងកើតទេយើងច្បាស់អ្នកខ្លះខ្លាចពស់យើងថាអានឹងពស់ព្រៃទេពស់ព្រៃទេវាធ្វើអីយើងមិនកើតទេយើងវាច្បាស់ដល់ពេលអញ្ចឹងយើងមិនខ្លាចអីនិយាយទេគេថាយើងប្រហើនអត់ខ្លាចធ្លាក់នរកធ្លាក់ប្រែតយើងមិនដឹងច្បាស់អានរកហ្នឹងអាម៉េចអាប្រែតហ្នឹងមិនចាដល់យើងដឹងច្បាស់យើងនិយាយតាមការពាល់ត្រូវរបស់យើងគេថាយើងប្រហើនជាទង្វើបំនៅល្ងងបំផ្លាញខ្លួនឯងយើងវិញគឺមនុស្សច្បាស់ដូចម៉ូតូអញ្ចឹងណាយើងទិញពីផ្សារមកយើងដោះខ្ទេចដល់អ្នកវាមិនចេះរៀបវាថាហែងដោះខ្ទេចអញ្ចឹងងាប់ហើយរៀបមិនយើងវាច្បាស់ថាយើងរៀបចោលកើតអាយើងវាច្បាស់អញ្ចឹងយើងអត់ខ្លាចទេអានរកអាប្រែតហ្នឹងយើងដឹកអស់ហើយអញ្ចឹងបានខ្ញុំនិយាយផ្ដាច់ព្រលឹងនិយាយអត់ចង់បានអីពីអ្នកឯងនិយាយមកទំហឹងពួកខ្ញុំអត់ចង់បានអីពីអ្នកឯងខ្ញុំចង់ឲ្យតែអ្នកឯងយល់ព្រោះអីវាដឹងដើមទ្រូងពេកឃើញតែអ្នកឯងវាធ្វើខុសផ្ដល់ឱកាសឲ្យមនុស្សដែលមានឧបនិស្ស័យគាត់គឺជាមនុស្សដែលចេះប្រើខួរក្បាលអាចភ្ញាក់បានឲ្យគាត់ភ្ញាក់ហើយបើអាកណាតកើតជាមកប្រជុយងាប់តាំងគេបោកឲ្យគាត់ទៅកុំថាយើងព្រះសម្មាសម្ពុទ្ធក៏ជួយមនុស្សមិនបានដែរបើពុទ្ធលោកឆ្ងល់អំពីរឿងសាសនាលោកទៅសិក្សាលោកស្រាវជ្រាវលោកយល់លោកពិសោធន៍ដឹងលោកពាល់ត្រូវលោកដឹងសច្ចធម៌ពិតប្រាកដលោកហៅមនុស្សដែលមានឧបនិស្ស័យមកជួបលោកហើយលោកប្រាប់ថាណាកូនកុំច្រឡំថាពុទ្ធហ្នឹងដូចជាមេសាសនាដទៃទៀតណាមេសាសនាផ្អែកទៅលើការជឿចំណែកតថាគតជាមនុស្សតថាគតស្រាវជ្រាវដឹងរឿងហ្នឹងតថាគតប្រាប់ថាតថាគតហៅកូនមកស្ដាប់មកគិតមកត្រេះរិះមកពិចារណាអត់ឲ្យជឿណាបើឃើញតែរឿងហ្នឹងពិចារណាទៅស្ដាប់ទៅឃើញតែចឹងមែនចាំទទួលយកអ្នកត្រាស់ដឹងដល់ពេលឥឡូវគេយកមេរៀនរបស់ពុទ្ធហ្នឹងទៅច្រកក្នុងសាសនាដែលបាត់គ្រឹះរបស់វាគឺជំនឿអញ្ចឹងបានខ្ញុំនិយាយលេងថាម៉េចហ៎សប្ថ្ងៃបើលោកតាលោកយាយហើយនឹងមនុស្សផ្សេងដែលស្ដាប់ធម៌ណាស្ដាប់ធម៌ដែលប្រសង់ធម៌មេចាធំទេសនារាល់ថ្ងៃណាបើពេលទៅស្ដាប់ហ្នឹងយកក្បាលទៅជាមួយស្ដាប់មិនបានទេឆ្ងល់ងាប់ប៉ុន្តែស្ដាប់រាល់ថ្ងៃស្ដាប់កបត់កព្រោះអត់មានក្បាលទេជឿថាស្ដាប់ទៅបានបុណ្យតែមួយយើងយកក្បាលទៅស្ដាប់ជាមួយថាសួររហូតសួរក្នុងក្បាលយើងថាមិនអញ្ចឹងទេដូចមិនសមហេតុមិនសមផលដល់ពេលគេថាហេពុទ្ធលោកសំដែងអញ្ចឹងដល់ពេលងាកទៅសួរពុទ្ធវិញពុទ្ធថាកុំជឿព្រោះកម្ពីពុទ្ធអត់បានសរសេរផងកុំថាត្រឹមតែពុទ្ធសរសេរដាក់លើกระดาษសូម្បីតែព្រះអង្គនៅរស់ព្រះអង្គប្រាប់ថាតថាគតមិនហៅកូនមកជឿទេមកស្ដាប់មកគិតមកត្រេះនេះមកពិចារណាបើឃើញតែត្រឹមត្រូវចាំទទួលយកអាត្រង់ហ្នឹងដែលពួកសាសនាផ្សេងវាចោទប្រកាន់ពុទ្ធថាហេដូចមិនតំណងទេអញមិនជឿ
ấy na bà phốt cao tam cho ông chân đi rồi hỏi tao proi bàn tăng vì nơi con không ai thành ọt chưa ấy nhóm tha anh ông cà phê đâu bà phốt lục rạp thác còn chưa vô cà phê đang hẳn ta thấy vía về trong chặt bà phốt thoảng nâng à đó bế dương rạp tha bà phốt lục bà đám bà đá thác còn chưa vô cà phê chăm con trai đi chả nà khơi chăm tà tua dâu nhóm tha anh nâng á đăng bị na ta xe bà phốt lục bà rẽ tập viên ta bà rời đăng bùa Giê-xu về tham mà chứ hế chạp anh em bàn sao là ở đừng tuông à vì ai bà phốt tiêu hụt khuôn là hơn bây giờ thả cầm pi nâng bà phốt ta xe từng ọc hỏi sao ta rơi á bằng ổn bùa Giê-xu bùa Muslim cái chạp ngoạp về thả hay chưa đây tha ta chu chuộng si bài hụt bài bùa hay chưa đây bương mà nữ á si toàn ngoạp tiết hó á có vì ọt bài đây đăng nhóm tham mà đăng anh ta xe á bà phốt lúc ta cầm chưa vô cầm pi ế anh ấy ai bà phốt hụt khuôn là hết đấy chắc bà phốt bàn xong nè cà bia đôi bà xong vào ngày này nè thì mỗi bà ông vô khơi thành chân á hụt hai lô cà bia bà ông chưa thành chân hụt hai lô cà bia nè bông ổn anh nâng bà hai mà nâng bà phơ cà bia mà chả bà phơ cà bia mà chả riêng đôi khla khá múng cái ao nơi chăm mà chả bia khơi như rơi tung cho máu cho nó máu cục moang mà đưa làm nón cà bia mà chắc thao đôi mà cha thấy nhá thao đôi mà cha anh nâng đi mùi ba lốp chưa thành trăng lốp bọc lớ ruột hai lốp cà bia bà hán khla khá múng cà bia mà cha là ngon miên kruột nặng đôi mà cha đó bây giờ cà bia bà phốt ruột kruột bà phốt là hầu ao ta rương mình xăm hết mình xăm phó cái nông cà bia kia tha anh mình chưa đấy à có anh tập chua đấy đây xong nó còn là đặt bạt lớp dẹp ở đây nó khai tôi chỉ miết từng ọc anh mình chưa đấy à nhóm than nâng mẹn bà bốt đây vua bà bốt lộp rạp tha bà bà chà nà tới khơi tầm xăm hai xăm phá công ta tua vô ê anh ấy ơi bà bốt ruột là hốt đấy chắp bàn sao dương chlat đó dương chlat chắp mà nâng để dương cà phê bàn tê tại bà xong mà chùm nuôn lục chưa thả trắng lục cà phê đôi khla khá mùng cà phê mà chắc hân hào ta mà chắc thao tiếp ta mà chắc nâng bà lục vô thả chân mùi tiết lục đăng thà mình xăm hết xăm phao đài bàn tay lục không ủa ấy ủa ta kê bắt chùm nửa tới lục ất miên bị ná trôi và chạy tiết thấy nhá chẳng ơi bán pra sa ma sầm bút đó lục sầm tay tăng bị lục nơi rùa mà lại lục tham mà chết nè khăn nông sầm nặng là bọc vào ong nâng miên mà hà chào ủa chào mùi nâng cái ao hái bọc vẹt cái hái kê sập bẹt tiệt dưỡng hơi thơm mà chào thằng gì mày bỏ phốt lúc hơi mà chào xanh bán cái ốp chào mùi nắng bán kê sập bẹt tiệt hơi lúc rạp tha mình dù ấy mê riêng là bao thà cốt để trả đăng nắng này pram bon pram sa aliê men aliê bọt tê bù bọt cái thơ sắp phải xì mong ta bầu bịch xì mong ốp pi hồi liên trên năm tiết đó có ấp aliê đây bắn aliê này bạn ơi aliê này á bà phốt đọc thầy giang dũ pram bon pram sa aliê bạn ơi bông ôn á ba sân na chỉ bà phốt đó lục miên ba là mây khóc vì mà nước á mà nước dưỡng ta ngóp á lấy bà phốt miên ba là mây để dưỡng thằng đôi ông nát ba là mây nơi bà ông đôi ba là mây nơi bà phốt cốt bà ông đôi ba là mây nơi bà thua đôi ba là mây nơi sợi giấy á ba bà phốt lục miên ba là mây trong mến á bà xong cái lá dọc giấy tại đây cái nông vọt đó tu vọt bạc á tu phưng vọt mong ba là mây tu bên bà phốt đâu dương chẳng á ta lục lạp tới lục bà rẹ nạp viên tới ta bắt đấy bắt đôi ta dương chẳng á chẳng bàn nhạc brach vật chia xa ở rộp á việc ở rộp bà phốt nè việc thả bà phốt đó bàn chạc sạch bàn vật chia xa men đó rương kê xa ná buộc nhạc brach thông thông ở rộp viêm chưa tới việc thả nâng rương bao mà nữ là ngông ta cái thả cách cao xa ná mà nữ chát mà nữ chay mà nữ đắng cái rau khơi thả cách cao xa ná này cứ chỉ cách cao bao mà nữ bắn chuồn cá cái hạt bao mà nữ ở thơ là o bao mà nữ ở thơ là o chia đọc biết mà nữ là ngông đôi mày ơi chứ á quạt là ngông trong ở con là o rọc vị thi ấy và vừa con ao thơ là o bán hình hồ si tập là mày về là ngông chẳng bán nhạc lá đã kê chá cái lo khơi thà sát na nâng khoản
បោកមនុស្សល្ងងឲ្យធ្វើល្អហើយអាអ្នកបោកនឹងទៀតសោតក៏ល្ងងដែរពីព្រោះវារកវិធីល្អទៅបញ្យល់មនុស្សឲ្យធ្វើល្អមិនបានវារកស៊ីបោកអ្នកឆ្លាតគេដឹងតែអញ្ចឹងដល់អ្នកល្ងងវិញអាយុបាយទៅវត្តដំបងអ្នកល្ងងវិញជឿថារឿងហ្នឹងវាអញ្ចឹងមែនជឿថាការពិតមនុស្សឆ្លាតគេជឿគេរកឃើញថារឿងហ្នឹងជារឿងបោកមនុស្សឲ្យធ្វើល្អទេដល់មនុស្សល្ងងវាជឿថារឿងហ្នឹងអញ្ចឹងមែនដល់ពេលពួកអាខូចវិញវាដឹងច្បាស់ថាអាហ្នឹងមុខរបរស៊ីរបស់វាអញ្ចឹងណាមាន3ពួកអាយើងយល់យើងមើលពីចង្ងាយតែរឿងនេះរឿងបោកមនុស្សឲ្យធ្វើល្អដល់ពេលមនុស្សល្ងងវាជឿថារឿងហ្នឹងអញ្ចឹងមែននិយាយពីអុចធូបស្មាទោសបើវាយកក្បាលបន្តិចទៅគិតណាវាអុចមិនកើតទេឧទាហរណ៍វាអុចនឹងអង្គឌីភ្លើងឆេះផ្ទះចេញទៅពីកន្លែងវាអុចធូបហ្នឹងវាចេញទៅពីផ្ទះអាអង្គឌីហ្នឹងហើយពេលឆេះផ្ទះអាអង្គឌីហ្នឹងអង្គុយធ្វើមិនដឹងឆេះផ្ទះវាមុនណាឆេះផ្ទះអាទូចវានឹងមុនណាអាផ្ទះក្នុងផ្ទះយើងហ្នឹងអាចនាងផ្ទះហ្នឹងវាឆេះអានោះមុនឆេះអស់ផ្ទះអង្គឌីហើយបានឆេះផ្ទះយើងហើយបើអង្គឌីនោះវាខ្លាំងណាវាបលុតផ្ទះវានឹងបាត់ហើយបងប្អូនអាចារ្យណាមើលបើយកក្បាលទៅបន្តិចទៅគិតណាងាប់ហើយបងប្អូនឃើញទាំងស្រស់តែវាអត់ប្រើក្បាលអញ្ចឹងបានខ្ញុំថាវាទៅទាំងកបិតកនោះខ្ញុំនិយាយអញ្ចឹងនិយាយឲ្យភ្ញាក់បងប្អូនទៅជាខឹងឯងទៅវិញដូចខ្ញុំនិយាយលេងទៅបាត់ដំបងបងប្អូនជាពិសេសរដូវមួយឧទាហរណ៍រដូវប្រឡងនិយាយពីកូនសិស្សវាទៅអុចធូបនៅតាដំបងកញូងហ្នឹងខ្ញុំសួរគេថាតាហ្នឹងតាអីគេថាតាដំបងកញូងហេតុអីបានគេឆ្លាក់រូបគាត់គេថាគាត់បាត់ដំបងខ្ញុំថាងាប់គាត់តែខ្លួនគាត់បាត់ដំបងរកមិនឃើញផងមកអង្គុយកដាថ្ងៃនឹងរកដំបងខ្លួនឯងរកមិនឃើញផងហើយចង់យើងទៅពឹងគាត់ឲ្យរកនេះរកនោះគាត់រកមិនឃើញហើយបើដំបងខ្លួនឯងអង្គុយកដាខ្នល់យូរហើយនេះរកមិនឃើញផងហើយខ្ញុំថាតែមុខបើខ្លាំងក៏កាច់ខ្ញុំមិនងាប់ឆ្លាក់ទៅបងប្អូនចាណាមើលថាអាអ្នកជឿនោះម៉ែអាជឿបងប្អូនឲ្យជឿនោះម៉ែអាជឿនិយាយពីអ្នកលក់ចេកបើតាមតំបន់ពេជ្រនៅវិញគេម៉ៅដូចថាយើងមើលតំណងទៅកន្លែងហ្នឹងម៉ៅចំណេញណាឥឡូវគេបំអាញាធរមួយឆ្នាំប្រហែលថា10លានម៉ៅយកតែហ្មងម៉ៅទាំងអស់ម៉ៅទាំងចេកម៉ៅទាំងលុយហ្នឹងទាំងអស់ម៉ៅចេកហ្នឹងគេមិនឲ្យយើងដុតធូបពីលើទេព្រោះអីព្រោះតិចទៀតគេជូនទៅលក់វិញអញ្ចឹងថាយើងមើលសពទៅថាអូយអញឲ្យអញដឹងការពិតទៅមើលទៅអញព្រមបានទេកាន់ក្បាលមីក្រូនិយាយមានចង់បានអីបងប្អូនចង់ឲ្យតែគេយល់ប៉ុណ្ណឹងហើយដល់ពេលមនុស្សដែលវាជំនឿសុបទ្រពបងប្អូនវាយល់ថាងាប់ហើយកើតមកវិញនោះវាជឿថាចឹងដោយសារអត់មានសមត្ថភាពត្រេះរិះពិចារណាជឿយកមកនិយាយពីជេរយើងជេរឯងចង់ជួយគាត់សោះកុំឲ្យគេបោកគាត់ហ្នឹងអញ្ចឹងបាននៅព្រឹកនេះមុននឹងឈានចូលដល់កិច្ចការនយោបាយខ្ញុំចង់បើកទស្សនៈឲ្យបងប្អូនបន្តិចឲ្យបងប្អូនមើលឲ្យឃើញភាពខុសគ្នារវាងកិច្ចការសាសនាជាមួយនឹងកិច្ចការជាកុសលបើបងប្អូនមិនយល់ទេកិច្ចការជាកុសលបងប្អូនត្រូវស្គាល់ពាក្យថាអំពើល្អបុណ្យកុសលនិងអំពើល្អ3ហ្នឹងតែមួយឯងអា3ហ្នឹងដើមចេញពីចេតនាចង់សង្គ្រោះអ្នកដទៃចង់ផ្ដល់សេចក្តីសុខដល់អ្នកដទៃចង់ចែករំលែកសេចក្តីទុក្ខជាមួយនឹងអ្នកដទៃដើម្បីឲ្យអ្នកដទៃបានធូរស្រាលចេតនាដែលហៅថាបុណ្យគឺចេតនាចង់ជួយរំលែកសេចក្តីសុខរបស់អ្នកដទៃដោយអត់ចង់បានអីត្រឡប់មកវិញទេអានឹងទង្វើបុណ្យទង្វើកុសលឬទង្វើល្អកូនហើយកូនចេតនាជាតួបុណ្យចេតនាជាតួបាបចេតនាជាតួសិលតថាគតតំណាងថាចេតនាជាតួកម្មចេតនាដល់ពេលកិច្ចការសាសនាវិញតានិយាយដល់ការងារសាសនាបងប្អូនចំណាំមើលអត់មានការងារដើម្បីអ្នកដទៃទេសិតតែការងារដើម្បីឡើងឋានសួគ៌ខ្លួនឯងសាសនាណាក៏ដោយហើយប្រពុតលោកថាចេតនាដើម្បីខ្លួនឯងមិនមែនជាទង្វើបុណ្យទេត្រង់ហ្នឹងហើយដែលគេសួរប្រពុតថាសត្វណាស្លាប់ហើយទៅសួរហើយទៅនរកណាច្រើនជាង
bà bớt lược tầm đại thà khăn nặng mùi để sạch cao phấp mà khăn nặng nâng á sạch cao rộp cao khăn phàm đầy sạch cao khăn à bà dập hùm á thà đô rôm cô chẳng nơi bế đã sạch cao khăn sốc cả tệ hụt nụ đôi sẵn cô chẳng cô cao bớt mùi máu miền sẵn tập bì dây bị rôm vìa hãy cho nhạc thơ bón chởn nà bà ong hai ấy bắn tên là đuổi chởn thà chạy tà ná đam bay tạc luôn biết đúng không miệt bắn dạy biếtได้แต่ทางกฎรักดังฉบับตัวมาเจ็ดแต่หาถ้าบนแจ๊ตหน้าจอมช่วยเนี่ยโดนตีเจ๊ก็บานบนเลยเจ๊เอาหายจำเริญเจ๊หายเชื่อนเลื่อนเฮ้เจ๊จังตะเลียนด้วยตะเลียนตั้งอันโยเอาแต่หายบานล้างทางตัวครัวไหนตื้อเจ๊เมียนอนามัยเจ๊บอกเยอะอดเมียนกาวจะงือไอ้เต้เจ๊นั่งเจ๊เมียนอนามัยสะอาดเอามาเมียนโดยอักละเตสนานยังมีพายมาลุยบรรดาใจตนาแควเหอตะลุยบางคนเมื่อใจตนาบนบาปเนื้อเลือใจตนาอาตรองหนึ่งเฮ้ยบ้านเนี้ยเธอไปที่ศาสนาเฉินบรรดาประพฤติโลกสมัยทาสัตว์เวียโยเขาสัตว์ตื่นรู้เฉินเชียงสัตว์ตื่นสงกระเตปุมันตายกึศดอกล้วนไอ้ตัวแต่ซอกกึศแต่เป็นเรื่องเก็บบนเมียนตานงให้มันเรื่องจังเมียนเฉินนะบางคนเมียนเฉินนะตั้งใจปีโจเรื่องศาสนาจะล้อมเมาบางคนขมายปีดาวมาเพย์ไปเชิญเนาะเพย์ขมายชนนะชกปีดาวมาเยอะล้วนเนยจะกอสปอร์ตนะเพย์ไปชนนะสัตว์เพย์มันตั้งยอแต่นาออกเดบางคนขมายเยอะอ่ะออกมาโฮปะจังแต่บอปันสัตว์มาเพื่อบ้านมวยเมาลูกมวยปรางมวยเมายัยปีซีปีดาวพุ่มเราจองพุ่มมานาซีไอซิตาจักปีไงเก็บปรับท่าแน่เถินจังบาดบอลเต้กับเอาติซี่เถินแจ้บานบอลเถินจ้าบานบอลขมายจะตะกวดตั้งไงน้องเมาตั้งไงน้องเมาจังบานยังทัศศาสนาหนึ่งเอาโจรมาบอกหลานขมายนู่ขมายละอ่อนนะปีดาวได้กึศเรื่องไอ้ของกึศแต่เป็นจังเอาเก็บบานสกนามวยสกเยิ้มเวียสโบสบายสโบอาสัตเพย์เนี่ยตอนจังบานเมาอานาซีไอซีเตอร์อ่านน้องเป็นตัวจีบอลได้จังบานไอ้ตลอดมาไปเนี่ยทานซัวเมียนอ่านน้องเนี่ยจักปีไงเก็บปรับทันแน่ถึงจังบานบอลถึงใจบานบอลน้องแจกกันเรื่องน้องใจการรกอันยโยมม้าขมายจัดกอดขมายเลี้ยบางเอานะบางสนาเจียบางเอาประดุจดาวปีจัดได้มันได้กึศดอกกระวนไอ้กึศแต่ปีนี้โดนตีตาบางเอาตัวซองไปเฮียก้าวไหนบางเอาไปจานามาไปเฮียนั่งก้าวปีจับจ่องช่วยเนี่ยโดนตีกุยซอกโอ้ยปองงอพอยอัดเมียนกระไรสำราญที่ไว้อัดเมียนไปเฮียจังปองดันบานกระไรน่าสั่งยกไว้เนาะตาไม่เมียนกึศจังไงเมียนจังไปจัดจังไงเมียนจังแต่ไปจัดถ้าเธอไปเฮียบานบอลเฉินเชียงเธอตลาดชันเนี่ยกึศอาจังอ่ะกึศไปเรื่องกลวนไอ้นังเฮ้ยบ้านเชียร์มันจอมใส่ได้ตรากาบองมันหนึ่งมันจอมเต้บางยังกึศไปเนี่ยโดนเต้เอาตีห่อเกทานนะเธอไปเฮียบานบอลเขาอันมันละวัวเต้หรือบอลสมัยกลวนอันเนี่ยบานตั้มบานอะไรต่างอันเมื่อขนมภูมิเยอะอ่ะปะบะหน้าเลยดูกับคึกโอ้ยมันดูจีตาปะบะเบตเนียนนะฮะเต้เธอนอนเนี่ยเธอเลยกีตาเธอเลยอัดบานบอลได้บานบอลก่อนจ้ะเอาแต่บานกี่จีอ่านนึงน้อยบอลเมตามวยนึงบอลคือแจ๊ดแต่หน้าเลี้ยใส่กระไดซอกตัวกระลวนเหมือนได้คึดเรื่องกระลวนไอ้ดามใบพาประหยัดบอลเนี่ยได้ใจมันเงียบเบาเจ้บอลโอนมันนึกขมายเงียบเบาเจ้ก้มท้ามันนึกขมายมันนึกพิภพโลกเงียบเบาเจ้เรื่องก้มเอาคึดอันนึงมันเงียบเจ้บอลโอนมันคึดสองนึงบ้านนะบอลโอนต่อไปอัดคึดนั่งนรัวตรงเบอร์นี้มันแม้นเชื่อตรงเบอร์บอลเตะประพฤติเลือกตรักดำฉบับธรรมจิตได้หายถ้าตรงเบอร์บอลคือใจตนาจองช่วยเนี่ยเดินเตยให้ใจตนานั่งบอลโอนอดจำบัดบานเธอเต้ใบธนามนกบอลคนแต่จ้องช่วยเกินนะบานบอลหัวใหญ่โดนยังการนงประพฤติอุติโหเฉินนั่นน่ะเอาเยิงยศล่ะเสียบแต่สับไงเนี่ยเทศนาผมบัดอะไรจังออกเกนะตึกโบสอบโบเชียสอบพระสัมมาสัมพุทธยัยปีกาสมาโตเกณฑ์เมียนทัดดักลานอะกามะยัยปีกาตึกโบเชียดอนเนียมการโน้มขออาเป็นเมียนไอถ้าจ้องโบเชียงเกย์ไม่จ้องบ้านบอลเลยจ้องโบเชียงเกย์เงี้ยจ้องเงี้ยล้างเตี้ยขอเคยการโน้มมวยตะลันตัน
ពួយការនោមយកទៅបូជាព្រះអង្គអត់មានកាយទេគេការដឹកឡានកម្មាស់ពួកអីពួកគេមាននាងការនោមអត់សោះដល់អត់សោះបងប្អូនឃើញការនោមមួយហ្នឹងទៅបេះសบายចិត្តណាស់បានការនោមដើរផងរត់ផងរំផងជាងផងទៅតាមផ្លូវភ្លេចមើលបុកអីគោវត្តងាប់បាត់ទៅមានតន់ទៅដល់ណាព្រះពុទ្ធលោកសម្ដែងថាក្នុងមួយចំណោមអ្នកបូជាហ្នឹងមានតែនាងការនោមមួយគត់ដែលបានបុណ្យកុសលអានិសង្សធំជាងគេបំផុតមើលព្រះអង្គមានទេសនាបឡោមីណាដល់ពេលឥឡូវដាក់ច្រើនបានច្រើនដាក់តិចបានតិចដាក់ទៅដាក់ឲ្យពួកអាបោកនឹងច្រាសទៅដាក់ទៅស្រោចទឹកលើបលាយួននឹងទៅឲ្យបលាយួនរីកពេញស្រុកឲ្យតាំងសួរអូយសពថ្ងៃពិបាករស់ណាស់លើខ្វក់ច្រើនម៉េចអើបើឲ្យស្រោចទឹករាល់ថ្ងៃឲ្យឃើញអញ្ចឹងអញមិនឲ្យច្រាសហ្មងដាច់ពូឆ្លាស់តែមិនឲ្យច្រាសអញ្ចឹងទៅមិនបានបន់ហើយទៅឃើញច្បាស់ថាពួកខូចហ្នឹងវាមិនបានច្រាសវាលាយរោងវាអញឃើញតែប៉ុណ្ណឹងអូខេបាត់ហើយបងប្អូនណាបើបងប្អូនធ្វើតែភ្លឺអញ្ចឹងបងប្អូនសុខបងប្អូនរីចម្រើនងាត់ធម៌ត្រាស់ដឹងណាបងប្អូនពីបាក់បយលណាបើជំនឿស្រួលហ្មងឲ្យតែមនុស្សជឿផ្លឹបហ្មងហើយរឿងពិតមានមួយម្ចាស់ថ្លៃរឿងពិតមានមួយរួចហើយអ្នកជំនឿនោះពេញមួយផែនដីហើយយល់ថាខ្លួនឯងធ្វើត្រូវអាត្រូវមានមួយឯងដឹងមូស្លីមត្រូវដឹងយេស៊ូត្រូវមិនដឹងពុទ្ធសាសនាត្រូវហើយសាសនាក្នុងលោកអូយស្មាទោសមានលើពីរាប់ពាន់ឡើងទៅទាំងតូចទាំងធំហើយអារឿងពិតមានមួយឯងត្រូវហើយដល់ពេលយើងនេះជឿថាត្រូវហើយរបស់យើងមូស្លីមមកគេជឿថាត្រូវដែរនឹងហេងម៉ែឪមានលទ្ធភាពចាំកូនបើអត់មានលទ្ធភាពពួកអឺរ៉ុបយកទៅបាត់ទៅយេស៊ូបាត់ហើយបើទៅយេស៊ូធ្លាក់នរកបាត់ហើយចុះបងប្អូនពិចារណាមើលអញ្ចឹងបានខ្ញុំថាអញមិនមែនមនុស្សក្បត់ដៃក្បត់ជើងទេមនុស្សក្បត់ដៃក្បត់ជើងគេដាក់នៅឋានៈនៅក្នុងកើតមកក្នុងសាសនាអីនៅក្នុងសាសនានោះហ្មងអញសុំទោសមិនមែនមនុស្សក្បត់ដៃក្បត់ជើងទេអញវាទៅរកការពិតតើឃើញអញគិតអញត្រេះរិះពិចារណាអានអញរកការពិតទីបំផុតខ្ញុំរកឃើញថាពុទ្ធលោកអ្នកត្រាស់ដឹងលោកមិនដែលឲ្យជឿទេដល់ពេលយល់ពីមេរៀនរបស់ពុទ្ធទៅបងប្អូននៅមិនសុខហ្មងនៅសុខទេរកបាន100ទុក20ស៊ី80ទៀតទុកយកមកគាំពៀផ្សព្វផ្សាយឲ្យមនុស្សដទៃយល់ដោយគ្មានចង់បានអីត្រឡប់មកវិញបើយើងអត់ចង់បានអីត្រឡប់មកវិញផងបងប្អូនអាណាធ្វើអីយើងកើតអញ្ចឹងបានពួកលោកអាបណ្ឌិតធំនោះវាគៀងគ្នាឲ្យបានអ្នកគាំទ្រច្រើនដើម្បីដាក់សម្ពាធទៅលើអ្នកនយោបាយដោយគេទៅប្រាប់អ្នកនយោបាយថាគេមានគ្នាគេគាំទ្រច្រើនណាស់តែហែងមិនធ្វើតាមអញទេអញមិនឲ្យអាមលៀនអ្នកក្នុងស្បោងក្រោយក្តិតអាចអញនេះបោះឆ្នោតឲ្យឯងទេអញដាក់សម្ពាធខ្ញុំថាដាក់សម្ពាធបានតាពួកថោកដូចគ្នាចង់បានផលប្រយោជន៍ពីប្រជាពលរដ្ឋដោយកឹមសុខាសំនឹងទីហើយនឹងគណៈបកជីជន់ទេសុំទោសដាក់សម្ពាធមកលើអញប្រាប់អាវ៉ាអើយមកស្បោងថ្ងៃពីក្រោយនោះអន់ជាងអាចមន់ទៀតបើឲ្យអាចមន់មកអញយកទៅដាក់ម្រេចអញគ្រាន់បើជាងអញអត់ចង់បានអីពីឯងទេកុំមកគ្នាច្រើនដើម្បីដាក់សម្ពាធលើអញសុំទោសជួយមិនបានទេមកតែម្នាក់មកបញ្យល់អញថាស្នាឯងនិយាយចឹងខុសស្នាឯងគិតចឹងខុសស្នាឯងទៅបញ្យល់ប្រជាពលរដ្ឋអញ្ចឹងណាវាអាចខូចខួរក្បាលប្រជាពលរដ្ឋព្រោះវាស្នាឯងបញ្យល់ខុសតាមម្នាក់ក៏ខ្ញុំស្ដាប់ដែរបើខ្ញុំយល់ថាមិនត្រូវរួចហើយអ្នកឯងមានគ្នា1លានអ្នកចង់ដាក់សម្ពាធលើខ្ញុំបានចំពោះអានៅជាប់លោកធម៌សម្រាប់អញដែលអត់ចង់បានអីពីឯងធ្វើក្តិតអាចអីអញតែខ្ញុំនិយាយថាជីវិតរស់នៅប្រកបដោយអិសរភាពហិរញ្ញវត្ថុអញមានស៊ីតងាប់អញមិនបាច់ពឹងហែងក៏បានមិនមានជាងហែងទេតែមិនខ្ចីពឹងហែងបានមកជីវិតស្លឹកឆ្នោតអញមិនចង់បានអីពីអញចង់ទៅជួយឯងធ្វើក្តិតអាចអីអញរស់នៅប្រកបដោយអិសរភាពប៉ុន្តែមនុស្សខ្មែរសពថ្ងៃបងប្អូនចិត្តរបស់គាត់ណាស្តៀងនឹងស្រីម្នាក់ស្លៀកសពុតកាបងប្អូនដែលឃើញស្រីស្លៀកពុតកាអាពុតកាសាសគេវាមានភើយវាធំណាស់អាណាមានចិត្តជាប់លោកធម៌កាន់តែខ្លាំងអំភាយរបស់វាកាន់តែធំអាខ្លះវាឈរទៅនឹងសពុតសវាអំភាយជុំវិញ1គីឡូម៉ែត្រហើយចុះបើ1គីឡូម៉ែត្រហើយមើលតាន់ដែរអានេះជន់ជាយខាងនោះអានោះជន់ជាយខាងនោះបងប្អូនណាមនុស្សចង់បានពាក្យសរសើរខ្លាចគេរិះគន់ណាបងប្អូនដូចមនុស្សស្រីលាកពុតភាយធំអញ្ចឹងដល់ពេលយើងលាកខោស្លីបជាប់គូតអាណាជាប់មិន
ស្មាតោសឹងថាស្រាតផងហើយជន់មិនអញអត់ចង់បានអីពីឯងមនុស្សខ្មែរយើងច្រើនណាកុំថាអ្នកស្ដាប់យើងមិនយល់អ្នកស្ដាប់យើងយល់ហើយហ្នឹងណាដឹងគាត់និយាយថាម៉េចទេស្រីចាស់គាត់ថាអញយល់ហើយខំវាសនានិយាយត្រូវកូនប៉ុន្តែកូនឯងធ្វើអញ្ចឹងទៅឡងភ្នែកញៀនគេមិនកើតទេកូនគេមើលមកយើងគេថាយើងចេះយើងចោះណាកូនអាហ្នឹងជាប់លោកធម៌ណាជាប់លោកធម៌ណាបើពុតលោកសំដែងថាមនុស្សមិនងាយគិតរួចពីលោកធម៌ទេលៀបយួរសរសើរសុខខ្លាចលៀបយួរសរសើរសុខ4ហាធម៌ផ្ទុយ4ខ្លាចគេមិនសរសើរខ្លាចគេនិន្ទាខ្លាចគេខ្លាចមិនបានសេចក្តីសុខបងប្អូនឃើញទេស្ដាប់យើងយល់ថាត្រូវហើយកូនឯងត្រូវហើយមិនកូនឯងគឺចឹងចាក់គេថាគឺជាប់លោកធម៌អាចជាប់លោកធម៌ដូចជាពុទ្ធភាយធំចឹងបន្តិចគិតគេកន្លែងគិតគេកន្លែងនោះបងប្អូនណាសពថ្ងៃបើចិត្តខ្ញុំនៅញាប់ញ័រលោកធម៌ហ្នឹងគេជេរទៅហឹងអើងអាប់បងប្អូនបើកមើល Facebook គាត់និយាយពីគេជេរទៅហឹងអើងអាប់ថាជេរម៉ែអាជេរតែខ្ញុំសប្បាយចិត្តថាម៉េចហ៎ងាប់អាជនបដិវត្តដំបងដៃគេមានអញម៉ែអញឈាមម្ដុំធ្លាក់លើផែនដីអស់ចាជាងឈាមអ្នកដតីគេថាអញឈួតអញសួរពួកឯងទាំងច្រើនពួកឯងទាំងបងនឹងពីណាគេឯងនឹងជាអីអញជាអូឯងនឹងជាអញជាបើជាដូចឯងអញក៏មិនចង់ជាដែរអញចង់នៅឈួតទៀតហើយអញ្ចឹងសบายចិត្តឈួតណាបងប្អូនពីព្រោះយើងច្បាស់ថាខ្លួនយើងគិតវាត្រូវច្បាស់ថាគេគិតវាមិនត្រូវមួយយ៉ាងទៀតណាយើងដឹងថាមនុស្សដែលអស្ចារ្យក្នុងលោកមិនដែលដូចអាណាទេហើយយើងដឹងទៀតថាពេលណាយើងខុសគេអញ្ចឹងវានឹងមានរឿងអីកើតឡើងមុខតែគេជេរមុខតែគេបដិច្ចអានឹងរឿងតូចទេបងប្អូននៅគេស្លាប់ទៀតហ្គាលីលេក៏គេស្លាប់សូក្រាតក៏គេស្លាប់មហាធម្មគុន្ធីក៏គេស្លាប់ប៉ុន្តែលោកអ្នកទាំងអស់នឹងបងប្អូនគាត់មានអារម្មណ៍ថាម៉េចគាត់មានអារម្មណ៍ថាជីវិតណាវាប្រៀបដូចជាឡានអញ្ចឹងវាមិនដែលពីណាគេខ្លាចឡានហ្នឹងបើកទៅវាសឹកម៉ាស៊ីនវាសឹកកង់រួចហើយទិញឡានយកមកចងព្យួរចោលឯងហើយថៃបានទិញឡានយកមកចងព្យួរចោលបើកទៅសឹកហែងសឹកកង់សឹកម៉ាស៊ីនហើយចង់ហែងចងទុកចោលយូរទៅខូចតែខូចទៅបានយូរបន្តិចអូឡានគេទិញយកមកចងចោលចឹងឯងជីវិតដូចគ្នាបងប្អូនអ្នកប្រាជ្ញពិចារណាទៅចឹងដូចគ្នាបើខ្ញុំណាខ្លាចគេវាយគេបហាឬខ្លាចគេបាញ់ចោលខ្ញុំមុខតែទុកជីវិតហ្នឹងស៊ីដេកខ្ញុំមានអារម្មណ៍ថាដូចឡានគេចងព្យួរចោលចឹងគិតទៅអត់មានប្រយោជន៍អីទេឡានគេបើកឡានគេទិញមកសម្រាប់បើកផ្លូវល្អវាបើកបានយូរតិចទៅបើផ្លូវកុហកអញ្ចឹងទៅវាបើកបានតិចឆ្នាំតិចមកនៅស្រុកគេដែលប្រជាពលរដ្ឋគេចេះគិតចេះស្រីរីចេះពិចារណាយើងប្រើជីវិតយើងបានយូរតិចទៅនៅស្រុកណាដែលប្រជាពលរដ្ឋល្ងងច្រើនហើយវាពួកអាដាច់លៀបនោះវាក្តៅក្រហាយខ្លាំងវាលួចបាញ់យើងអានឹងដូចឡានជិះទៅលើផ្លូវកុហកអញ្ចឹងអត់វាងាប់ទៅនឹងធ្វើម៉េចបើស្នាជាយើងមិនធ្វើទេយើងទុកជីវិតចោលយល់ថាចុងក្រោយបំផុតគង់តែងាប់ដោយយើងយល់អញ្ចឹងបងប្អូនបានយើងធ្វើដល់ពេលម៉ែឪយើងគាត់ថាម៉េចកូនឯងធ្វើរបៀបហ្នឹងកូនអើយកូនមើលទៅអញភ័យសន្តិសុខរបស់កូនឯងហើយម៉ែផងចងឡាននឹងជួចោលឯម៉ែហ៎គាត់យល់អត់បានព្រោះអីព្រោះកិលេសរបស់គាត់តោងនឹងផ្លូវចិត្តរបស់គាត់ខ្លាំងណាស់គាត់ចង់តែរស់សួរតែរស់យកទៅធ្វើអី90ឆ្នាំមិនងាប់100ឆ្នាំមិនងាប់110ឆ្នាំសួរតែក្រោយពីងាប់ទៅវាសល់អីបាត់ការចងចាំមកលីងអាខ្លះទៅអូម៉ែខ្ញុំគាត់គ្រាន់បើដូចមីងខ្ញុំកាលនោះគាត់ឆ្លោយត្រង់ងាប់ចរន្តអាពតបាត់ម៉ែខ្ញុំណាគាត់អត់ស្លាប់ទេចរន្តអាពតទៅស្លាប់ម្សិលមិញហើយម្សិលមិញហើយស្លាប់ចរន្តអាពតមានខុសគ្នាអីបើគាត់អត់ទាំងដឹងឲ្យផងអាយើងនៅរស់តែហេគាត់គ្រាន់បើគាត់បានស៊ីពីសម័យប៉ុលពតមកដល់ឥឡូវទៀតស៊ីហ្នឹងគាត់ស៊ីហ្នឹងបើគាត់រស់នៅពីសម័យប៉ុលពតទៀតមកដល់ឥឡូវគាត់សង់បានកោវត្តមួយមុនគាត់ស្លាប់អូខេមែនអូខេតែអត់មានអីផងដកដង្ហើមហុយចោលពូជសាសមួយដែលគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនមិនយល់ពីតម្លៃរបស់ជីវិតបងប្អូនចំណាំមើលណាគាត់គិតនឹងគិតផងឲ្យត្រូវគិតផងឲ្យមានគិតផងឲ្យស្រួលកុំខ្វល់កូនកុំខ្វល់រឿងគេធ្វើម៉េចឲ្យតែយើងមានទៅធ្វើម៉េចឲ្យតែយើងស្រួលទៅកូនឯងកុំគិតរឿងគេឲ្យសោះ
ធ្វើមិនឲ្យឆ្នាំងបាយយើងពេញគិតផងមានគិតហ្នឹងប៉ុន្តែផ្លូវវាខុសហើយដែលមានឯណាគិតចឹងបងប្អូនធ្វើតែកាជះគេអាគេមកវិនិយោគទុនក្នុងស្រុកយើងក៏យើងធ្វើកាជះគេបងប្អូនខ្ញុំជិះមកតាមផ្លូវខ្ញុំថាបើអញកាន់ការងារស្រុកទេអញយកចេញទៅបានអារោងចក្រប្រើតែកម្លាំងមនុស្សធ្វើការរោងចក្របងប្អូនដូចគេប្រើមនុស្សយន្តអញ្ចឹងគេចាក់តសាំងឲ្យវាទៅណាដល់ថ្ងៃណាអាមនុស្សយន្តហ្នឹងវាខូចគ្រឿងក្រៅធ្វើការលែងកើតគេលែងចាក់សាំងឲ្យងាប់ទៅមនុស្សខ្មែរសប្ងៃធ្វើការរោងចក្រប៉ុណ្ណឹងបានតែម៉ាស៊ីបងប្អូនជាពិសេសស្រីអង្គុយដេញទៅស្វិតគូតអស់ហើយជំងឺពេញខ្លួនបានតែម៉ាស៊ីដល់ពេលដេលែងកើតទៅផ្ទះនាំជំងឺទៅតាមខ្លួនហ្មងរោងចក្ររបៀបហ្នឹងបងប្អូនរោងចក្រដែលត្រូវការតែកម្លាំងបែបហ្នឹងបងប្អូនសុខទំនើបជឿនលឿនណាអស់អាលីងហើយបងប្អូនទៅមើលអឺរ៉ុបអាមេរិកជប៉ុនសិង្ហបុរីគ្មានទេរោងចក្របែបហ្នឹងមានតែខ្មែរយួនបង់ក្លាដែរអីហ្នឹងសាស្រីហ្នឹងសាស្រីក្រឡាមហ្នឹងរោងចក្រមកអារោងចក្រប្រើកម្លាំងហ្នឹងខ្ញុំជិះមកតាមផ្លូវថាអញកាន់ការងារស្រុកទេយកចេញទៅបានរោងចក្រចឹងព្យាយាមយកចេញទៅតែបានដោយសារចិត្តរបស់យើងស្រឡាញ់ប្រជាប្រដ្ឋដូចកូនដូចចៅម៉ែដល់ល្ងងខ្លៅមួយអត់ចេះអសរតែដោយសារចិត្តអាចចិញ្ចឹមកូន10នាក់រស់បានអាចចិញ្ចឹមកូន10នាក់រស់បានព្រោះមួយថ្ងៃដេកតែគិតល្ងងសោះហ្នឹងអ្នកដឹកនាំតែគិតពីផលប្រយោជន៍របស់ប្រទេសជាតិបងប្អូនដូចលីខនយូដូចមហាថ្មគន្ធីដូចហ្គូដាមេបងប្អូនណាប្រជាពលរដ្ឋរស់នៅក្នុងបេះដូងរបស់គាត់ដូចកូនបង្កើតរបស់គាត់ចឹងគាត់មានការឈឺចាប់ចឹងពេលកូនគាត់ពិបាកតែអ្នកដឹកនាំខ្មែរវិញបងប្អូនចំណាំមើលសង់អីសង់យកតែមុខកន្លែងណាបានស្លឹកស្នោតបានសង់ចិត្តបោះឆ្នោតតាំងតែប្រើធ្វើសួរធ្វើឲ្យក្តីអាណិតទេអត់ទេធ្វើយកលក្ខណោតអាមនុស្សធ្វើនឹងប្រជាប្រដ្ឋបោះឆ្នោតឲ្យដល់ពេលងាកចេញពីអានោះមកចំសំរាំងស៊ីកម្មសខាខ្ញុំប្រាប់បងប្អូនត្រូវរៀនវិភាគសច្ចធម៌បងប្អូនស្គាល់សច្ចធម៌សច្ចធម៌មានដំណើររឿងពិតវាអញ្ចឹងឧបមាថាយើងយកកែវរួចហើយយកដុំម៉ូធំមកដាក់លើកែវសច្ចៈវាត្រូវតែបែកសច្ចៈទឹកវាបណ្ដាលទៅនៅជាមួយប្រេងបានទេសច្ចធម៌វាជារឿងពិតប្រជាប្រដ្ឋខ្មែរអត់ចេះវិភាគសច្ចធម៌នាងមាសសុខសភាគាត់ច្រៀងថាម៉េចទេបងក្បត់ពីណាបងក្បត់ចោះសូមឲ្យបងស្មោះតែអូនមួយបងប្អូនស្គាល់ពាក្យស្មោះហ៎ហើយស្គាល់ពាក្យក្បត់ទេពាក្យពីរហ្នឹងมันអាចនៅជាមួយគ្នាបានទេមនុស្សតែវាក្បត់មនុស្សហើយបងប្អូនវាមិនអាចស្មោះមួយយើងបានទេហើយនាងហ្នឹងគាត់អត់ស្គាល់ពីសច្ចធម៌មិននាងហ្នឹងណាអ្នកតែងចម្រៀងហ្នឹងអត់យល់ពីសច្ចធម៌គាត់និយាយតែចឹងបងក្បត់ពីណាបងក្បត់ចោះតែសូមឲ្យបងស្មោះតែអូនមួយទៅរួចហ៎ធៀបស្មោះហើយនឹងធៀបមិនស្មោះវាមិនដែរនៅលើខ្លួនមនុស្សម្នាក់ហ្នឹងមានធៀបអញ្ចឹងពីរព្រមគ្នានៅលើមនុស្សម្នាក់ទេបងប្អូនទឹកហើយនឹងប្រេងវានៅមួយនេះកើតដែរអាធៀបស្មោះហើយនឹងធៀបមិនស្មោះហ្នឹងបើវាមិនស្មោះមួយគ្រប់មនុស្សទាំងអស់ហើយវាមិនអាចស្មោះមួយនាងបានទេព្រោះមនុស្សមិនស្មោះបើវាស្មោះក៏វាស្មោះនឹងលុយនាងឯងនាងឯងមានលុយបើមិនចឹងទេវាស្មោះនឹងរូបសម្ផស្សរបស់នាងនៅស្អាតដល់នាងអស់លុយនាងអស់រូបសម្ផស្សសារជាតិដើមរបស់វាចេញមកដដែលនាងយល់អត់បើខ្ញុំវិញណាបើខ្ញុំមានលុយអញចង់លាក់លុយអញឲ្យបាត់រួចហើយអញធ្វើក្រអញចង់ដឹងចិត្តឯងតែឯងស្រឡាញ់អញអត់បើស្រឡាញ់ស្មោះពិតប្រកបណាក្រដោយមានឲ្យអោបគ្នាលមូលគ្នារួមសុខរួមទុក្ខជាមួយគ្នាអញបញ្ចេញលុយមកវិញឲ្យឯងដឹងអញអត់មានត្រូវការយកលុយយករូបសម្ផស្សទៅផ្ទះឯងទេមនុស្សឯងគ្មានតម្លៃមនុស្សសំរងស៊ីដូចគ្នាយើងថាសំរងស៊ីមនុស្សខូចឲ្យតែពីណាធ្វើនយោបាយគាត់ខ្លាចគេទៅដើមតំណែងគាត់ឲ្យតែគេធ្វើនយោបាយគាត់ថាគេយ៉ងកម្មសខាបង្កើតគណៈបកមកគាត់ថាកម្មសខាយ៉ងហាក់អីបានចឹងក្នុងចិត្តគាត់វិភាគសច្ចធម៌ក្នុងចិត្តគាត់តំណែងតួនាទីផលប្រយោជន៍របស់គាត់ដល់ពេលឃើញគេបង្កើតមកគាត់ខ្លាចបែកស្លឹកឆ្នោតគាត់ដល់ពេលអញ្ចឹងគាត់ចោទគេថាយ៉ងហ្មងខ្ញុំថាមនុស្សនេះខូចហ្មងដឹងប្រជាប្រដ្ឋខ្មែរគាត់ថាម៉េចទេ
ខូចទៅខូចមួយអាណាខូចទៅឲ្យតែស្មោះមួយខ្ញុំតែកើតទេថាតែកើតទេកម្មសខាដូចគ្នាគាត់លៀបពណ៌យើងថាយើងបានលុយមកពីណាសប្ងៃផ្សាយរ៉ាឌីយ៉ូអត់ឈប់តែបានលុយមកពីណាគាត់ចង់ថាយើងអាយ៉ងអាគេចោទគាត់ថាគាត់អាយ៉ងហ្នឹងសំរងស៊ីលេបអង្កែបលេបកដោបបងប្អូនពិចារណាលេបតគ្នាមិនថាហេគេលាបពណ៌អញបើមនុស្សនឹងអត់ល្អអញមិនលាបពណ៌គេទេអត់ទេកម្មសខាលាបពណ៌យើងបន្តទៀតហើយនិយាយពីពួកអាសានគ្រោះជាតិនឹងក្នុង Facebook ក៏បងប្អូននិយាយពីលាបពណ៌ថាយើងយួនហើយមុខខ្ញុំដូចឥណ្ឌាលក់មុងសោះហ្នឹងវាថាខ្ញុំយួនសោះយួនមុខដូចពីណាយួនមុខដូចចិនខ្ញុំមុខដូចឥណ្ឌាលក់មុងសោះហ្នឹងវាចេះលាបខ្ញុំថាខ្ញុំយួនកើតទេបងប្អូនតែប្រជាពលរដ្ឋខ្មែរក៏ថាមិនទេក្បត់អាណាក្បត់ចោះឲ្យតែស្មោះនឹងអូនមួយអញថាមនុស្សតែវាក្បត់តែវាក្បត់តែចាប់តែឥឡូវចូលសភាធ្វើអៀងឃើញខ្ញុំថាមនុស្សនឹងអញ្ចឹងខ្មែរវាអត់ចេះវិភាគសច្ចធម៌ទេត្រង់នឹងដែលខ្ញុំនិយាយតាំងពីក្នុងគណៈបកសំរងស៊ីខ្ញុំថាតើវាមានប្រយោជន៍អីដែលយើងទៅនិយាយថាយើងល្អរួចហើយថានេះអាក្រក់នៅពេលដែលប្រជាពលរដ្ឋនឹងល្អមិនក៏មិនដឹងអាក្រក់មិនក៏មិនដឹងអានេះមាសកលាអានេះកលាយទេខ្ញុំបានមាសសុទ្ធប៉ុន្តែប្រជាពលរដ្ឋទៅមាសសុទ្ធអាមិនក៏មិនយល់អាកលាយមិនក៏មិនយល់តើវាមានប្រយោជន៍អីដែលយើងទៅនិយាយចឹងខាប់ពេលអានេះបោកគេអានេះបានប្រជាធិបតេយ្យហើយប្រជាពលរដ្ឋអាមុខបោកក៏មិនយល់អាប្រជាធិបតេយ្យក៏មិនយល់អញ្ចឹងបានខ្ញុំនិយាយថាអត់មានមកនិយាយថាយើងជាអ្នកប្រជាធិបតេយ្យអីទេបងប្អូនណាបងប្អូនទៅស្ដាប់វេទិការបស់ខ្ញុំមកដល់ឥឡូវខ្ញុំនិយាយជាង 3000 ម៉ោងហើយខ្ញុំមិនដែលច្រឡំមាត់ហៅខ្លួនឯងថាខ្ញុំជាអ្នកប្រជាធិបតេយ្យបងប្អូនដែរគណៈបកយើងជាគណៈបកប្រជាធិបតេយ្យយើងជាអ្នកប្រជាធិបតេយ្យយើងជាអ្នកស្នេហាជាតិខ្ញុំមិនដែលហៅទេខ្ញុំថាទុកឲ្យប្រជាពលរដ្ឋមើលហ្មងតែខ្ញុំបង្រៀនផ្ដល់មូលដ្ឋានឲ្យប្រជាពលរដ្ឋចេះដឹងថាអាម៉េចបោកអាម៉េចប្រជាធិបតេយ្យអាម៉េចផ្ដាច់ការអញ្ចឹងបានខ្ញុំនិយាយថាម៉េចទេក្នុងនាមជាអ្នកជួយឆ្ងាញ់មានតម្លៃមិនមែនដូចពួកអាសាពះដើរសុំសិលឹកឆ្នោតប្រជាពលរដ្ឋបោះឆ្នោតហើយអរគុណប្រជាពលរដ្ឋទេអានោះកិលេសផលប្រយោជន៍តខ្លួនលោតចេញមកក្រៅទុកចិត្តវាមិនបានទៅជាអរគុណប្រជាពលរដ្ឋណាស់ហ្នឹងកិលេសចង់បានប្រយោជន៍តខ្លួនណាអញចិត្តជាអ្នកជួយអត់ដែលច្រឡំមាត់អរគុណប្រជាពលរដ្ឋមិនមែនគិតថាមិនអរគុណទេគឺចិត្តអត់មានចិត្តអ្នកជួយសឿងបឿងអញ្ចឹងបានខ្ញុំនិយាយថាគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យគ្រាន់តែផ្ដល់ជំរឿនផ្ដល់ផ្លូវផ្ដល់ជំរឿនថ្មីឲ្យប្រជាពលរដ្ឋដើរដើម្បីឈោងទៅយកអំណាចខ្លួនឯងទេផ្ដល់ជំរឿនទៅឬមិនទៅរឿងរបស់បងប្អូននេះអ្នកជួយសឿងបឿងហើយបើសិនណាជាគេមិនឲ្យយើងជួយឬគេមិនយល់ថាយើងជាអ្នកជួយទេកុំចូលទៅចិត្តគេឲ្យសោះចូលកាន់តែចិត្តគេមានអារម្មណ៍ថាយើងចង់បានអីពីគេកុំតែចិត្តគេឲ្យសោះអញ្ចឹងបានខ្ញុំនិយាយចប់ហើយអញតែដេកច្រាស់បាយផ្ទះអញវិញហត់នោះម៉ែហត់ល្មមបងប្អូនថ្ងៃហ្នឹងថ្ងៃបុណ្យអុំទូកសោះហ្នឹងគេដើរលេងគ្រប់គ្នាអញប្រពន្ធក៏អត់មានកូនក៏អត់មានឆ្នាំនេះ50ហើយនិយាយពីហត់ដេកសឹងថាអត់គ្រប់6ម៉ោងស្រួលបួលតែ5ម៉ោងជាទូទៅ5ម៉ោង4ម៉ោង5ម៉ោង4ម៉ោងគិតថាបើគេបោកអញ្ចឹងតើអញត្រូវបញ្យល់ប្រជាពលរដ្ឋម៉េចកំណត់គេឲ្យពីនឹងប្រឹងរលុយសពគ្រប់បែបយ៉ាងប្រពន្ធគ្មានកូនគ្មានទេលុយបើសម្រាប់តែខ្លួនឯងដាក់ធនាគារស៊ីមកជីវិតអត់មានអស់អីទេពីព្រោះអីខ្ញុំអត់លោភលន់ផងប៉ុន្តែខំប្រឹងអើយខំអាកិច្ចការដើម្បីយកទៅឲ្យគេយល់ឲ្យគេចេះឲ្យគេដឹងប៉ុណ្ណឹងហត់មិនគ្រប់ទេអីបានចេះតែមកប្រាប់ខ្ញុំថាណែនិយាយចេះទៅបានគេគាំទ្រលោកឯងច្រើនណាខ្ញុំថាអញអត់ឲ្យរៀបជន់ក្បាលអញទេអញមិនដែលចង់បានអីពីឯងទេបើមិនចង់បានមិនមកធ្វើនយោបាយកុំយកចិត្តថោកទាបឯងមកថ្លឹងអញធ្វើនយោបាយអញចង់ជួយមើលឲ្យតន់បើមើលមិនតន់អ្នកបោកអ្នកជួយទេបងប្អូនមកជីវិតរបស់បងប្អូនមិនជីវិតរបស់បងប្អូនទៀតជីវិតកូនចៅរបស់បងប្អូនមកពូជហ្នឹងខ្ញុំថាគ្មានបានសុខទេបានតែអ្នកដឹកនាំដោះដូរអត់មានអ្នកដឹកនាំដែលបូជាជីវិតរបស់ខ្លួនបូជាសេចក្តីសុខរបស់ខ្លួនដើម្បីសេចក្តីសុខរបស់អ្នកដទៃហើយ
ba bong ôn lơ mình bàn này đừng làm chẳng tế na bong ôn trong vật chất cho môi trường vật chất khang chấm luôn bạch chia bọt kế sập tập liên chiềng trung bình bạch chia bọt kế lạt chiềng dường xe tập cách kế khoản bao chiềng dường mê đặc ngoan bạc kế rất là nhạc luôn ấy rồi hỏi kế trong vật tu sải cho môi trường vật tế dường dương bạch chia bọt có tịch chiềng kề bạch chia bọt làm nông chiềng kế xe tập cách nó có ăn chiềng kế rồi hỏi kế vay túc son khang mà đòn rồi hỏi mê đặc ngoan lốt ăn lốt quy và giáo cho cái luôn trong tờประยุทธ์จะมวยเก้สุกมันรวยเตมาจากลายสุกมันรวยเตเก้ประเจี๊ยบรถเชิญยืนเศรษฐกิจก่อนมายืนประเจี๊ยบรถเก้ฉลาดยืนเมดักงวมเก้ฉลาดยืนเลือดรวยประหยัดจอขลุ่นยืนตั้งบุญประเจี๊ยบรถได้ยืนเก้ละงงยืนเก้เศรษฐกิจอ่อนยืนเก้เมดักงวมเบาตะรีขลุ่นเองโดยอมซีให้อมคานี่บังโอนายย่อมสนน้อห้าบังโอนสกเก้ตุกเตอตามมาเรื่องไงông mà đặt đại ca dân tục tôi là đại ca đấy sắp ngày này phải chia bớt khmer được lương chạy tia cái nặng bạc phải chia chốn nó đôi chợ đốt tia phải chia bớt đang chạy tia phải chia bớt đắp lương chạy tia và mua để bán cho cồn xong đèn xi cầm khá này phải lòng nâng mọi đá đó băng máu bọc ôn bỏ anh ông cho tôi rồi hãy ai việc đăng lương này phải dứt pi lương phải dứt nâng cái nặng bạc phải chia chốn thơm phải dứt nâng xong đèn xi hơi nâng cầm khá đại chia bớtเลือดมันรวยปีประหยัดตัวขลุ่นทองประดับกาโชคขอบลากเจตใจสัตว์จอมบานเขาประหยัดตัวขลุ่นแต่พูดไปเจียบรถนะถ้าเธอดำใบเจียดดำใบเจียดบ้องอ้นตาสัมเพียพวกกว่าเอาตาสัมเพียสัตว์ตันใหญ่ทาเนี่ยดักน้อมอ่ะมันไตรกึศพาประหยัดตัวขลุ่นเตไตรกึศพาประหยัดเจียดเจียดทมปัญหาสำได้บาเกอาสำคัญนะบ้องอ้นบางคนเมื่อถึงเบอร์ยนต์กาบำใบจำนวนบ่เยอะไงอะไรกับพวกอะไรใบย่ำสบานนายโยแต่งใหญ่โกนนโยบายสำคัญโกนนโยบายกันลือโกนนโยบายเจียสโนบกันหนักบะซ่องครัวเจ็ดอะไรคือกำนายตำรงรวดปีพร้อมนาจในประโมกดมกาใบใจอำนาจมันสมาเพียบคณีเต้ประเทศขมายอำนาจประโมกดมปันตายอุ้ยอัดเมียนยัยท้าเจียร์บอกกันนักปักสัมพันธ์นำไปเป็นเจียร์ตายยืนเต้บางคนเคยกันไรวีไรท้ากรมกัดพาประหยัดจอกล้วนกัดประหยัดเจี๊ยจะทมกัดประหยัดเจี๊ยจะทมกัดประหยัดเจี๊ยจะทมหายไอ้บ้านนี่ยัยท้ากำนัดนะครับบอกกันนักปักสัมพันธ์นำไปเป็นเจียร์ตายมันเจ๋งหายไอ้บ้านยัยเจ๋งยัยเจ๋งแต่อ่อนอังนะอ่อนนะบางคนนักยมยัยท้าเกณฑ์ยัยท้าสนายหาเจี๊ยมันสำคัญตีสำคัญยังเมื่อเวียเมื่อเวียนยัยอับจังเต้องค์การสังคมสิเวอร์ทับไงก่อนยัยจังนายบ้องเอานะกำนัดมวยได้ยัยทาขยมยัยทาสกมาเธอไอ้มันจังเต้ปีปลัวอำนาจมาโมพระองค์เปรียบโดยเจียคลามวยได้ตรังบานเกลเลนเอาเนื้อแขวทงดาวขนมภูมิบ่อยืงเธอไอ้มันจังเต้พวกคลานเนื้อแขวทงฉบับอำนาจมาโมพระองค์ขยมยัยเปลี่ยนนั่งบ้องเอาตั้งปีเนื้อขนมกระดับปะทอมสียัยลวกเนี้ยมือกระดับปะทอมสีเกท่าออดเทิงจังเอเวียดนามนโยบายเกเธอรอกาความโถสนาไอ้นี่ปัจเจกบรอดนักเกกับพงแต่โยทันเจ้รวยหายเวียดนามไอ้ตะเกียงเอาเกโยทันเจ้งจังเถิดเต้นโยบายเกเธอรอกาความโถบักเมียนกาความโถเต้มันชนะชนะนักนอนประเทศกัดปัจเจกบรอดโยธามัดยึงยัยตามปัจเจกบรอดตั้งบ้านจะเก็บประกาศโกนโยบายนู้นเพียบามโยลอยนั่นลอยบุญเมินไปจักจะเรียนตั้งลอยบุญเมินขมเองจังปีสลาเมาเนาะเอาลอยใจเรียนมันไตรในกาแผกขายปันไหนปันนองไอ้จังนะยอมท้าเวออฟสำคัญเลยเรื่องอ่อนนั่งจะเรื่องคอยเรียบจำแบบวันกัดปันทอยนาจันชลัวเรียนจังอะบางอ่อนนางปะชลัวฮะบางอ่อนนักยอมมะตำนางเรียกเถอเปียมชนะตำนางเรียกยอมเถอเปียมนำปีชนะประมวยขายกุดอัดเมียนเลือกมาขายยังบางเปียขายเปียกระดานักรำปีชนะประมวยขายกุดยังจังมาไปรอตะเพียมองจังแต่นาบางโอนจังแต่นาถ้าจังโยกำนัดนั่งอะถ้าสกขมายเธอกัดบันทอนหนักมุนโยอากำนัดนั่งแต่เพียกเรียสันเพียกประมวยชนะบางโอนประมวยชนะต่างปีปอนประมวยเราหดอะไรปีปอนดับบุญหมานชนะไหมใบบุญจะดับชนะไหมเพียกจะดับช
ឆ្នាំណាបងប្អូនឥឡូវដោយសារប្រជាពលរដ្ឋចាប់ដើមយល់ឯនងចាប់ដើមនិយាយឯនងចាប់ដើមនិយាយអាគោលនយោបាយនឹងឆ្លោះគ្នាក្នុងបកហ្នឹងតាំងពីខ្ញុំនៅតំណាងរាស្ត្រស្រាប់តែឥឡូវយឹមសវណ្ណចាប់ដើមនិយាយគោលនយោបាយជាស្នូលគោលនយោបាយជាកលឹះរបស់គណៈបកសង្គ្រោះជាតិគឺរៀបចំប្រព័ន្ធរដ្ឋបាលសាធារណៈរៀបចំប្រព័ន្ធរដ្ឋបាលសាធារណៈឲ្យមានប្រសិទ្ធភាពសិនកាត់បន្ថយអំណាចដែលវាអត់ស្មើភាពគ្នាអត់ check and balance គោលនយោបាយជាកលឹះជាស្នូលរបស់គណៈបកស្នូលរបស់គណៈបកសង្គ្រោះជាតិគឺការរៀបចំរដ្ឋបាលសាធារណៈឲ្យមានប្រសិទ្ធភាពបងប្អូនឃើញទេសន្សំចិត្តជាង10ឆ្នាំចិត្ត10ឆ្នាំយកមកបញ្យល់ប្រជាពលរដ្ឋទើបឯនងនិយាយហើយអត់និយាយថាគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យមានគោលនយោបាយនឹងទៀតកាលពីមុនណាគេនិយាយថាគោលនយោបាយខ្ញុំនឹងដែលខ្ញុំស្មាតូនសេមនេះឯងខ្ញុំនេះឯងយន្តការ8ចំណុចតសេមនេះឯងចេញពីក្នុងគណៈបកសំស៊ីមកសំរងស៊ីអ្នកតំណាងរាជគណៈបកសំរងស៊ីជាពិសេសអ៊ុំខាគាត់និយាយថាម៉េចទេគោលនយោបាយតសេក្នុងមុងអត់មានដើរសួររាជអីបន្តិចគោលនយោបាយតសេក្នុងមុងមមាយខ្លួនឯងស្រាប់តែឥឡូវបងប្អូនពិចារណាមើលក្នុង Facebook អាពួកតំណាងរាជលាក់មុខវាដាក់រូបផ្សេងវាអត់ដាក់មុខពិតទេក្នុង Facebook ដឹងវានិយាយថាម៉េចទេគោលនយោបាយ8ចំណុចនេះខំវាសនាលួចពីលោកប្រធានសំរាំងស៊ីទេលួចទេកាលពីមុនថាឯងមមាយទៅសេក្នុងមុងឥឡូវថាលួចទេបងប្អូនពិចារណាមើលម្ចាស់ថ្លៃហើយម្ចាស់ថ្លៃអញ្ចឹងបានខ្ញុំចេះតែនិយាយថាបងប្អូនហើយការយល់របស់បងប្អូនជាសម្ពាធធំណាស់ទៅលើអ្នកនយោបាយដូចអ្នកលក់ជីគីមីយើងដឹងថាជីគីមីវាខូចសុខភាពវាខូចដំណាំស្រូវវាខូចដំណាំរបស់យើងតែប្រជាពលរដ្ឋថាវាជ្រើមប្រើជីគីមីយើងទៅវាយឲ្យអ្នកលក់ជីគីមីវាមិនព្រមទេយើងចុះតាមភូមិពិសោធន៍អាជីគីមីឲ្យប្រជាពលរដ្ឋមើលហើយថែមទាំងរកផ្លូវដើម្បីជំនួសជីគីមីឲ្យគាត់ទៀតប្រើជីកំប៉ុងចេញដោយសង្ឃឹមថាកាលណាប្រជាពលរដ្ឋយល់ពីគ្រោះថ្នាក់នៃជីគីមីនិងយល់ពីអត្ថប្រយោជន៍នៃជីកំប៉ុងអាអ្នកលក់ជីគីមីដឹងតែឈប់លក់ឯងខ្ញុំយល់ថាចឹងចិត្ត10ឆ្នាំបងប្អូនចិត្ត10ឆ្នាំឥឡូវវាចាប់ដើមនិយាយហើយប៉ុន្តែដោយសារអារបស់មួយនឹងមិនមែនជារបស់វាដូចថាកបោកលុយលួចរបស់គេទៅគេសួរតែក្នុងនឹងមានអីខ្លះវាអត់ដឹងវាដឹងតែកបោកនឹងរបស់អញគេសួរតែពណ៌អីដឹងព្រោះវាមើលទៅវាដឹងតែពណ៌ខ្មៅតែក្នុងនឹងមានអីខ្លះវាអត់ដឹងអញ្ចឹងបានបងប្អូនសួរវាមើលថាបញ្ហានៅត្រង់អំណាចប្រមុខដុំគេនិយាយណាដូច្នេះត្រូវកាត់បន្ថយអំណាចរបស់រដ្ឋាភិបាលគេថាត្រូវទៀតណាកបោកពណ៌ឯងនិយាយត្រូវប៉ុន្តែបងប្អូនសួរតែកាត់បន្ថយអំណាចរដ្ឋាភិបាលហ្នឹងកាត់ម៉េចមានអីខ្លះដើម្បីកាត់បងប្អូនសួរបើវាដឹងអត់ដឹងទេវាចេះតែពាក្យទេព្រោះប្រជាពលរដ្ឋឯនេះចាប់ដើមយល់ពីអត្ថប្រយោជន៍នៃយន្តការ8ចំណុចហើយអាត្រង់ហ្នឹងដែលខ្ញុំនិយាយថាចាំមើលតើប្រជាពលរដ្ឋយល់មកប្រទេសអញទៅដេកទៅធាក់ជើងបកាច់លើពូកសោចម្នាក់ឯងទុកឲ្យប្រជាពលរដ្ឋតវ៉ាជាមួយឯងឲ្យឯងធ្វើគោលនយោបាយសមស្របជាមួយនឹងប្រជាពលរដ្ឋយល់ខ្ញុំមកបងប្អូនបើប្រជាពលរដ្ឋតែមិនបោះឆ្នោតផ្ដល់ការទុកចិត្តឲ្យខ្ញុំធ្វើការងារនឹងបងប្អូនហើយស្មាតោខ្ញុំមានអារម្មណ៍សប្បាយខ្ញុំទៅជាការខ្ញុំទៅថតកូនខ្ញុំខ្ជិលហត់ណាបងប្អូនឆ្នាំនេះអាយុ50បងប្អូនឈរយូរចុកកលៈអាចហើយខ្ញុំមិនខ្លាំងដូចសំរងស៊ីឲ្យកម្មសុខាទេសំរងស៊ីកម្មសុខាហើយលោកតាប្រធានបញ្ជូខ្ញុំគាត់និយាយថាម៉េចទេគាត់ថាខ្ញុំអាយុ70ពេញធ្វើនយោបាយមក70ខ្ញុំនិយាយលេងខ្ញុំថាអញទៅសួរកន្លែងគេលក់មឈូសហ៎ខ្ញុំសួរថាមឈូសលក់ដាច់នៅអាយុប្រហែលជាងគេគេថា70លក់ដាច់ជាងគេមឈូសហ៎70ហួចថាពេញធ្វើនយោបាយកម្មសុខាគាត់ថាបងប្អូនអើខ្ញុំនៅមានកម្លាំងពេញទំហំចិត្តហើយកំខាណាហើយទឹកនោមផ្អែមសាច់អាយីវដល់ពេលសំរងស៊ីនោះមនុស្សចាស់បងប្អូនមនុស្សចាស់ភ័យខ្លាចតែគេថាយើងចាស់ទេមនុស្សចាស់មានអារម្មណ៍អញ្ចឹងដល់ពេលអញ្ចឹងហើយបានជាគាត់តិចឡើងដើមថ្នោតដើម្បីឲ្យគេថាគាត់នៅមមបន្តិចរត់មាត់សមុទ្រខ្ញុំថាអើយអញរត់មិនរួចទេរកគេក្រៀនតិចហើយអញឈរយូរចុកជើងហើយ
tâm hà đóគាត់ហុកជាងហើយដល់ពេលខ្លាចគេថាគាត់អន់ហ្នឹងណាបងប្អូនកំសុខាឲ្យគាត់ធ្វើដៃលើកឡើងស្បែកគាត់អាយូស្បែកតែដួងផ្អែមមកមិនអាយូហើយគាត់អួតថាកម្លាំងរឹងមាំហើយតាមួយនោះអាយុ70កំពុងអូអ្នកប្រជាធិបតេយ្យអីគាត់ហ្នឹងណាឥឡូវជាងចិត្តហើយកាលពីចិត្តហ្នឹងគាត់និយាយប្រាប់ខ្ញុំថាស្នាបង70ទៅពេញធ្វើនយោបាយហ្មងខ្ញុំនឹកតែក្នុងចិត្តអញសួរអ្នកលក់មឈូសលក់ដាច់នៅអាយុប្រហែលជាងគេអាណាងាប់ច្រើនគេថាចិត្តខ្ញុំនិយាយលេងបើអត់ហ៊ាននិយាយបងប្អូនហើយពួកនេះសិតតសេរីលួចមិនរួចពីលោកធម៌ទាំងអស់ហើយបើរត់មិនរួចពីលោកធម៌សួរតែធ្វើនយោបាយទប់ទល់ជាមួយហូជីមិញមិនបានហូជីមិញសន្យាជាមួយយើងដល់ពេលចង់លុបពាក្យសន្យាហ៊ានស្លាប់ខ្លួនណាហូជីមិញធ្វើនយោបាយរបៀបនោះគេឈ្នះខ្លួនឯងហើយមនុស្សខ្មែរយើងសិតតែនយោបាយដែលអត់ឈ្នះខ្លួនឯងដូចយឹមសវណ្ណអញ្ចឹងគាត់និយាយថាគោលនយោបាយកលឹករបស់គណៈបកសង្គ្រោះជាតិគឺការរៀបចំរដ្ឋបាលសាធារណៈឲ្យវាមានប្រសិទ្ធភាពហើយអត់ហ៊ាននិយាយថាជាគោលនយោបាយរបស់យើងទេហើយពេលគេសម្ភាសថាអ្នកនយោបាយមិនត្រូវគិតប្រយោជន៍ជាប់ខ្លួនទេគិតប្រយោជន៍ជាតិជាធំហើយមិនហ៊ាននិយាយនឹងមិនប្រយោជន៍ជាប់ខ្លួនអាត្រង់ហ្នឹងដែលខ្ញុំនិយាយថាអាគេថាអីថាទៅគេថាគេមិនមែនស្រីខូចថាទៅប៉ុន្តែសំខាន់យើងមើលវាថាវាអត់គិតប្រយោជន៍ជាប់ខ្លួនគ្រាន់តែប៉ុណ្ណឹងវានិយាយចេញបងអញ្ចឹងបានខ្ញុំចេះតែប្រើពាក្យថាអាអស់នឹងខ្ញុំប្រើពាក្យថាអាអស់នឹងអញមិនដែលខ្លាចទេព្រោះអីអញដឹងកលេសរបស់វាឲ្យលូតមិនរួចពីប្រយោជន៍ជាប់ខ្លួនទេបងប្អូនណាទស្សនៈមួយដែលមុតស្រួចដែលខ្ញុំយល់ថាកិច្ចការក្នុងការផ្ដល់ចំណេះដឹងដល់ប្រជាពលរដ្ឋជាកិច្ចការគន្លឹះហើយមានអត្ថប្រយោជន៍គ្រប់កលៈទេសៈទោះបីជាប្រជាពលរដ្ឋមិនទាន់ឈ្នះឆ្នោតបានអំណាចមកក្នុងដៃក៏ការយល់របស់ប្រជាពលរដ្ឋសំខាន់នៅពេលដែលប្រជាពលរដ្ឋឈ្នះឆ្នោតបានអំណាចមកក្នុងដៃក៏ការយល់របស់ប្រជាពលរដ្ឋមានសារៈសំខាន់បងប្អូនខ្ញុំនៅតែមើលឃើញថាបញ្ហាដែលគេធ្វើបាបយើងណាបងប្អូនមិនមែនជាបញ្ហាដែលស្ថិតនៅក្នុងកណ្ដាប់ដៃរបស់គេទេឧបមាថាគេមកបោកយើងបញ្ហាមិននៅលើអាអ្នកបោកទេបញ្ហានៅត្រង់អាយើងល្ងងហ្នឹងឲ្យគេបោកបានហ្នឹងបើបងប្អូនទៅខឹងគេណាបងប្អូនដោះស្រាយអញ្ចឹងទេបងប្អូនគិតមើលអញ្ចឹងបានវេទិកាណាក៏ដោយរួមទាំងវេទិកាព្រឹកដឹងផងការនិយាយរបស់ខ្ញុំគឺផ្ដោតទៅលើការផ្ដល់ចំណេះដឹងឲ្យប្រជាពលរដ្ឋបងប្អូនណាបើទៅមើលវេទិកាសាធារណៈរបស់ខ្ញុំកាលខ្ញុំនៅតំណាងរាស្ត្រជាពិសេសវេទិការបស់ NDI គេបង្កើតឡើងគឺវេទិកាអ្នកតំណាងរាស្ត្រជួបជាមួយនឹងម្ចាស់ឆ្នោតពួកអង្គការហ្នឹងវាធ្វើកម្មវិធីអញ្ចឹងដើម្បីបានប្រាក់ខែវាស៊ីដល់ពេលខ្ញុំបងប្អូនឲ្យតែកាន់ក្បាលមេក្រូពួកអង្គការហ្នឹងវាកេះគ្នាដឹងស្អីទីរ៉ាចាំមើលបងនិយាយទៅណាឈួតម្នាក់ឯងទៀតឡោនោះឲ្យតែខ្ញុំកាន់ក្បាលមេក្រូនិយាយវាថាអើយមកទីរ៉ាធុញដល់អាណាបញ្ជូនអ្នកតំណាងរាស្ត្រនឹងមកទីរ៉ាចឹងប៉ុន្តែវាជាអត់បានពួកនៅខេត្តព្រៃវែងខ្ញុំអ្នកតំណាងរាស្ត្រនៅក្នុងតែធ្វើវេទិកានៅព្រៃវែងគឺខ្ញុំតែឡើងពុកមកនិយាយប្រជាប្រដ្ឋគេដាក់សំណើមកព្រោះអីអ្នកតំណាងរាស្ត្រជួបជាមួយនឹងម្ចាស់ឆ្នោតអញ្ចឹងគេឲ្យប្រជាប្រដ្ឋហ្នឹងសំណើមកសំណើបន្លាយទឹកសំណើស្អីអូដងទឹកដងអីសពគ្រប់បែបយ៉ាងទាំងអស់ហើយអ្នកតំណាងរាស្ត្រហ្នឹងគេសន្យាត្រឡប់ទៅវិញរួចហើយអ្នកសម្របសម្រួលកម្មវិធីគេអ្នកកត់ថាតើប្រជាប្រដ្ឋហ្នឹងភូមិហ្នឹងស្នើអីខ្លះតំបន់ហ្នឹងស្នើអីខ្លះរួចហើយអ្នកតំណាងរាស្ត្រហ្នឹងគាត់បានសន្យាអីខ្លះ3ខែក្រោយគេមកធ្វើវេទិកាគេសើរើតើក្រោយពីការសន្យារបស់អ្នកតំណាងរាស្ត្រ3ខែហ្នឹងបានធ្វើអីខ្លះឲ្យប្រជាពលរដ្ឋសួរសារជាថ្មីដល់ពេលខ្ញុំឡើងទៅវាឈូសកម្មវិធីគេចោលដូចយើងកំពុងលេងអុកចឹងហើយឯងទៅដល់ឈូសរបស់គេចោលខ្ទេចហ្មងខ្ញុំថាបងប្អូនហើយគ្មានតំណាងរាស្ត្រមកជួបម្ចាស់ឆ្នោតស្អីទេគ្មានទេព្រោះឯងបងប្អូនបោះឆ្នោតឲ្យបាក់ឯណោះមិនបោះឆ្នោតឲ្យខ្ញុំទេខ្ញុំមិនមែនតំណាងបងប្អូនទេគ្មានតំណាងរាស្ត្រមកជួបម្ចាស់ឆ្នោតអីខ្ញុំតំណាងបាក់តើបងប្អូនធ្វើក្តាប់អាចឲ្យខ្ញុំកើតទេបើបងប្អូនអាចទម្លាក់ខ្ញុំបានណាបោះឆ្នោតចំមុខរួចឲ្យទម្លាក់ខ្ញុំវិញបានណាទើបសំណើរបស់បងប្អូនមានប្រសិទ្ធភាពខ្ញុំខ្លាចបងប្អូនតែអ្នកទទួលខុសត្រូវចំពោះបងប្អូនគឺប្រធានបកខ្ញុំណោះគាត់មិនមកជួបបងប្អូនទេគាត់នៅផ្ទះគាត់ណោះហើយខ្ញុំបើចង់ជាប់ជាអ្នកតំណាងរាស្ត្រខ្ញុំមិនបាច់យកចិត្តបងប្អូនទេ
ខ្ញុំយកចិត្តតែមេបាក់ខ្ញុំគេដាក់ខ្ញុំមកឈរទៀតហើយដូច្នេះសំណើរបស់បងប្អូនគ្មានបានការអីទេនិយាយពីអង្គការសង្គមស៊ីវិលគេក្តៅក្រហាយហេតុអីកម្មវិធីរបស់គេបានការចង្ងប់គេបានប្រាក់ខែសតរាប់ពាន់ហើយយើងថាមិនបានការនិយាយពីកេះគ្នាសម្លក់សម្លើតខ្ញុំអត់ឈប់បងប្អូនហើយមិនដែលត្រូវមួយគេទេពីព្រោះខ្ញុំយល់ថាវាទាល់តែរើប្រព័ន្ធឲ្យប្រជាពលរដ្ឋនឹងបោះឆ្នោតផ្ទាល់ចំពោះអ្នកតំណាងរាស្ត្រដូចនៅស្រុកគេសិនខ្ញុំយល់ថាចឹងបងប្អូនហើយព្រោះតែនៅមួយគេមិនបានណាបងប្អូនចេញមកពីក្រៅរដ្ឋសភាវិញណាបងប្អូនខ្ញុំប្រាប់ថាដំណើររបស់យើងជាដំណើរវែងឆ្ងាយណាស់ពីព្រោះប្រជាពលរដ្ឋនៅពេញផ្ទៃប្រទេសដើម្បីបញ្យល់រឿងនឹងប្រាប់ប្រជាពលរដ្ឋណាត្រូវធ្វើការដោយម៉ត់ចត់ដោយអំណត់នឹងដោយការយល់ការខ្លាំងណាស់ហើយត្រូវការពេលវេលាមួយគ្រប់គ្រាន់ពីព្រោះប្រជាពលរដ្ឋខ្មែរមិនចូលចិត្តស្ដាប់ទេអញ្ចឹងបានសពថ្ងៃបងប្អូនស្ទើរទាំងអត់មានខេត្តណាមួយដែលយើងមិនផ្សាយរាប់ចាប់ពីរតនគិរីមណ្ឌលគិរីកិច្ចចេះព្រះវិហារផ្សាយអស់ហើយកំពតកំពង់សោមខេត្តទាំងអស់ឥឡូវហ្នឹងយើងមានវត្ថុជាង20វត្ថុដើម្បីឲ្យប្រជាពលរដ្ឋបានយល់ថាគុំចង់ស្នើរឿងអីឥឡូវនេះគឺថារៀបចំប្រព័ន្ធឲ្យមានអំណាចក្នុងដៃយើងសិនសប្តាហ៍ថ្ងៃនេះដោយបងប្អូនឡើងបសេះរួចអត់ខ្សែបងប្អូនតម្លាក់គេអត់បានរួចសំណងពើដល់សំណងពើវាមានប្រសិទ្ធភាពអីវាស៊ីគ្រួសារវាឆ្អែតរួចវាដកសារតែរហូតកម្មសខាសំរងស៊ីអញ្ចឹងគណៈបកប្រជាជនក៏អញ្ចឹងឲ្យខ្ញុំអ្នកដឹងចង់ដៃទូងាប់ខ្ញុំថាបងប្អូនណាធ្វើប្រព័ន្ធទៅមកអញ្ចឹងបានយន្តការទី7របស់យើងបោះឆ្នោតមេភូមិមេឃុំមេស្រុកមេខេត្តដោយប្រជាប្រដ្ឋរួចទម្លាក់វិញដោយប្រជាប្រដ្ឋស្រុកគេធ្វើអញ្ចឹងដល់ពេលអញ្ចឹងមេភូមិវាអត់ខ្លាចនាយករដ្ឋមន្ត្រីទេខ្លាចរាជហ្មងឃុំក៏ដូចគ្នាស្រុកក៏ដូចគ្នាខេត្តក៏ដូចគ្នាសពថ្ងៃបងប្អូនមានការអីទៅឃុំអើយរវល់ណាស់ពួកអីពួកប្រធានចៅហ្វាយខេត្តឬលោកនាយករដ្ឋមន្ត្រីគេចុះមកតំបន់ណាមួយណោះឥឡូវមេឃុំគេទៅអស់ហើយសញ្ញេមិនបានទេឃើញទេចឹងអត់មានប្រសិទ្ធភាពតែបើបោះឆ្នោតដោយប្រជាពលរដ្ឋរួចទម្លាក់វិញដោយប្រជាពលរដ្ឋមេឃុំហ្នឹងបងប្អូនអត់ហ៊ានទៅទេទៅមិនបើប្រជាពលរដ្ឋ50%បូក1បដិទ្ធមេដៃទម្លាក់វិញបានបងប្អូនប្រចាំណាមើលតើអាហ្នឹងវាសំខាន់អត់ហើយបើបងប្អូនយល់ហើយមិនបានបងប្អូនមើលឃើញថាយើងចង់បានអំណាចបងប្អូនគណៈបកមានមែនណាបងប្អូនតែអំណាចលើដៃបងប្អូនទេអំណាចរបស់ដោយបងប្អូនទម្លាក់ដោយបងប្អូនចលនាប្រជាធិបតេយ្យជាចលនារបស់ប្រជាពលរដ្ឋកើតពីប្រជាពលរដ្ឋរបស់ប្រជាពលរដ្ឋដើម្បីបុព្វហេតុរបស់ប្រជាពលរដ្ឋអាត្រង់ហ្នឹងដែលអ្នកយល់បងប្អូនចូលលុយអ្នកយល់ចូលលុយដល់ពេលឃោសនាបងប្អូនឲ្យសំណោះចិត្តគាត់ណាស់មេក្រូមួយក្លឹកជួនកាលមានគ្នា3នាក់ហើយមកឃុំហ្នឹងក្លឹកអានេះអត់យល់ជាតួប្រជាពលរដ្ឋដូចគ្នាហ្នឹងជាអ្នកអត់អំណាចជាអ្នកត្រូវបានគេជិះជាន់ដូចគ្នាហ្នឹងហើយបើបានអំណាចមកស្រួលទាំងអស់គ្នាហ្នឹងមើលពីចងាយមកស្រែកចំអកឲ្យយើងហើយហាញប្រឹងមែននោះគេឲ្យអីខ្លះហេមានឲ្យអីអញធ្វើលុយខ្លួនអញក៏ភ្លើមកមានលុយអត់ចេះចាយខ្ញុំទុកអញចាយហើយអាគាត់ហ្នឹងជាមនុស្សដែលត្រូវបានគេជិះជាន់ដូចយើងដែរហ្នឹងជាមនុស្សដែលត្រូវងើបឡើងបានអំណាចជាមួយយើងដែរណាគាត់អត់យល់អាត្រង់ហ្នឹងដែលខ្ញុំនិយាយថាបងប្អូនហើយបញ្ហាមិនមែននៅលើអ្នកជិះជាន់ទេបញ្ហានៅអារឿងយើងដែលត្រូវបានគេជិះជាន់នេះនិយាយអត់ត្រូវគ្នាបងប្អូនគិតមើលបើមិនចឹងខ្ញុំយល់ថាបញ្ហាមិននៅលើគេអ្នកជិះជាន់យើងទេបញ្ហាគឺនៅត្រង់ថាយើងដែលជាអ្នកត្រូវបានគេជិះជាន់នេះនិយាយស្ដាប់គ្នាមិនបានខ្ញុំសូមបញ្ចប់ចំណាប់អារម្មណ៍គ្រាដំបូងរបស់ខ្ញុំតែប៉ុណ្ណេះសូមអរគុណHello.